ចូលមានភាពក្លាហាននិយាយខ្លាំងភ្នែករបស់អ្នកគួរតែមើលទៅមុខស្រួចឈប់ផ្លូវនេះគឺសម្រាប់តែការទិញប៉ុណ្ណោះទុកពួកគេនៅទីនេះខ្ញុំនឹងសម្លាប់ពួកគេខ្ញុំនឹងមិននាំពួកគេមកវិញទេតើពួកនេះជាចោរឬក្រុមមនុស្សនេះពិតជាគ្មានវិជ្ជាជីវៈមែននៅចំពោះមុខស្ដេចរងតាមពិតគាត់មិនបានធ្វើដូច្នោះទេតើអ្នកកំពុងមើលអ្វីខ្ញុំមិនដែលឃើញអ្នកណាកាច់សាហាវយ៉ាងនេះទេតើគាត់ជាស្ដេចមែនទេប្រញាប់ឡើងហើយបង់ប្រាក់រួចយកអាហារឆ្ងាញ់ទាំងអស់មកឲ្យខ្ញុំប្រគល់វាទៅពូនៅទីនោះគឺអ្នកប្រគល់សាច់មាន់អាំងមកតើមានភាពចលាចលអ្វីនៅខាងក្រៅរាយការណ៍ទៅកាន់ដូចយើងបានជួបប្លន់អ្វីអ្នកក្រមបង្គាប់នេះមិនអាចបង្ខំខ្លួនឯងឲ្យធ្វើវាបានទេសម្រាប់អត់ប្រយោជន៍មួយក្រុមហើយពួកគេនៅតែចង់ឲ្យខ្ញុំហេតុអ្វីមិនធ្វើវាដោយខ្លួនឯងវាស្រដៀងគ្នាខ្លាំងណាស់ស្រដៀងគ្នាមិនគួរឲ្យជឿភ្លាមនោះពេលស្ត្រីនោះចូលដល់មាត់ទ្វារវាជាពេលវេលាដូចគ្នាបេះបិទវាមានរយៈពេល3ឆ្នាំពេញហើយខ្ញុំបានដាក់របស់ធំរបស់ខ្ញុំចៅឆាវបានបង្វែរវាឲ្យក្រឡាប់ចុះខ្ញុំក៏រកកូនខ្ញុំមិនឃើញដែរប៉ុន្តែឥឡូវនេះខ្សែត្បូងថ្មបានលេចចេញមកព្រះមានភ្នែកកូនខ្ញុំឲ្យតាមពិតពួកគេបានប្រគល់ខ្លួនមកមាត់ទ្វាររបស់យើងដើម្បីប្រយុទ្ធពួកគេបានប្លន់ខ្ញុំអូយប៊ូតុងទី3ហើយនៅក្នុងផ្នែកទី2ការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលវាផ្អៀង3ដឺក្រេលូឆាវឲ្យខ្ញុំចុះចាញ់ឆាប់ខ្ញុំត្រូវលះបង់គាត់បានចង់វាភ្លាមកុំប្រញាប់ប្រញ័លកុំបំភ័យគាត់អាហារលោកចាស់នៅខាងក្នុងតើអ្នកកំពុងមើលទេខ្ញុំកំពុងគិតថ្លៃអ្នកឥឡូវនេះបង់ប្រាក់ទៅលុយឬខ្ញុំនឹងឲ្យពួកចោររបស់ខ្ញុំវាអ្នកពិតជាស័ក្តិសមជាកូនចៅរបស់រាជវង្សលូរបស់ខ្ញុំមែនសូម្បីតែការប្លន់ក៏ត្រូវបានធ្វើដោយភាពសុចរិតដោយខ្លួនឯងបែបនេះដែរព្រះអង្គដ៏ចម្រើនសូមព្រះអង្គកុំភ័យស្លន់ស្លោឡើយខ្ញុំបានជួយសម្រួលអ្នកឲ្យមកដល់ខ្ញុំនឹងបានយកហ្វូងមនុស្សថតទាំងនេះបរោះឲ្យសូមទទួលបន្ទុកជំនួសខ្ញុំផងជាមធាត់គ្មានចំណេះដឹងនេះខ្ញុំនឹងយកគាត់មកវិញហើយប្រើគាត់ជាចុងភៅរបស់ចោរប្លន់ខ្ញុំជាព្រះមហាក្សត្រសូមថ្វាយព្រះពរសូមឲ្យរាជធានុភាពដល់ទេវភាពរបស់អ្នកមិនអាចពិភពលោកដែលកំពុងសម្លាប់មនុស្សគ្រប់ទីកន្លែងបានយកក្រុមនេះជាមធាត់នោះត្រូវបានចាញ់ទាំងស្រុងលូតើនេះជាក្បាច់គុណប្រភេទណាដែលមិនអាចប្រៀបផ្ទឹមបានបើគ្មានការបង្ហូរឈាមទេប៉ុន្តែច្បាប់នៅតែមានឥទ្ធិពលលើពាក្យសម្ដីដែលនិយាយមានរឿងអ្វីកើតឡើងខ្ញុំច្បាស់ណាស់សូមឲ្យពរដល់ពួកគេតើខ្ញុំគ្រាន់តែសរសើរពួកគេមែនទេតើវាមិនគ្រប់គ្រាន់ទេពិតមាត់ទៅឡាវវាងសូមគុំជូនពរខ្ញុំឲ្យបានល្អអីសូមជូនពរដល់អ្នកទាំងអស់គ្នានិងជូនពរដល់បងប្អូនប្រុសស្រីរបស់ខ្ញុំគាត់មានអារម្មណ៍ស្រស់ស្រាយភ្លាមក្មេងឲ្យវាហាក់ដូចជាបុរសរបស់អ្នកបានចាញ់ហើយតើព្រះអង្គកំពុងធ្វើអ្វីកំពុងព្យាយាមបះបោរមែនទេវាសាហាវណាស់ខ្ញុំជាព្រះមហាក្សត្រមានអាវុធសម្ងាត់មួយវាមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេខ្ញុំជាចោរដ៏ឃោរឃៅបំផុតក្នុងរង្វង់500ម៉ែត្របើឯងមើលមកខ្ញុំម្ដងទៀតខ្ញុំនឹងគិតថ្លៃអញហើយបងប្រាក់ឥឡូវនេះបើមិនដូច្នោះទេខ្ញុំនឹងឲ្យពួកកូនចៅរបស់ខ្ញុំវាឯងថ្ងៃនេះជាថ្ងៃដំបូងដែលអញចុះពីលើភ្នំដើម្បីប្លន់ហើយខ្ញុំបានជួបបុរសដ៏ឃោរឃៅបំផុតក្នុងលោកប៉ុន្តែបុរសម្នាក់នេះលងស្នេហ៍នឹងខ្ញុំតាំងពីឃើញដំបូងចោរដ៏រហ័សរហួនរបស់អារ៉ាប៊ីសាអូឌីតជាកូនចៅរបស់វូឆាវតើអ្នកអាចប្លន់មនុស្សដោយកំហឹងដ៏សុចរិតបែបនេះដោយរបៀបណាហេតុអ្វីបានជាអញព្យាយាមទប់ទល់ក្មេងអញសាហាវណាស់ហើយខ្ញុំនៅតែមានល្បិចកខ្លះនៅក្នុងដៃអាវរបស់ខ្ញុំបើអញមិនទប់ទល់ទេខ្ញុំនឹងចុះចាញ់ពួកគេខ្សោយពេកហើយមិនសមនឹងធ្វើជាអ្នកក្រោមបង្គាប់របស់អញទេប្លន់អញទៅអញជាអ្នកមានរទេះគ្រឿងអលង្ការមាសនិងប្រាក់នេះរួមទាំងខ្ញុំសុទ្ធតែជារបស់ឯងអ្នកអាចយកជាមធាត់និងសម្បូរបែបនេះមកវិញក្នុងនាមជាមេដឹកនាំចោលប្លន់របស់ឯងបានគ្រាន់តែគិតអំពីវាធ្វើឲ្យខ្ញុំខ្លាចជាមនុស្សអួតអាងពេញមួយជីវិតរបស់ខ្ញុំសមិទ្ធផលដ៏អស្ចារ្យវាដូចជាចោលប្លន់ហើយមានវិជ្ជាជីវៈខ្ពស់ដូច្នេះតើអ្នកនឹងគោរពតាមទេខ្ញុំទទួលយកតែអ្នកដើរតាមដែលគោរពតាមប៉ុណ្ណោះចាប់ពីពេលនេះទៅអ្នកនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំហើយលុយរបស់អ្នកក៏នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំដែរទាំងអស់នេះនឹងជារបស់អ្នកចូលយើងធ្វើកិច្ចព្រមព្រៀងដ៏រីករាយមួយប៉ុន្តែចាំថាអ្នកគឺជាអ្នកដែលខ្ញុំចាប់បានមិនមែនផ្ទុយមកវិញទេនេះជាបញ្ហានៃសេចក្តីថ្លៃថ្នូរមិនអីទេអ្នកជាស្ដេចអ្នកជាអ្នកសម្រាប់គាត់បានដោះប៊ូតុងនោះចេញហើយឲ្យខ្ញុំចុចខុសនេះនឹងសម្លាប់ខ្ញុំហើយកុំមកចិត្តទៀតតើអ្នកចង់បានអ្វីចូលធ្វើជាកូនល្អទុកឲ្យពួកគេផ្ញើវាមកអ្នកតាមប្រៃសណីយ៍ហើយចង់វាឲ្យបានត្រឹមត្រូវគ្រាន់តែបង្រៀនខ្ញុំពីរបៀបចង់វាឲ្យបានត្រឹមត្រូវបើមិនដូច្នោះទេចិត្ត logical របស់ខ្ញុំមិនអាចទទួលយកវាបានទេកុំប្រាប់ខ្ញុំពីអ្វីដែលអ្នកដឹងនេះជាអាវធំរបស់ខ្ញុំទន្សាយនោះកងប៉ុន្តែនោះជាសម្រស់មិនស្មើគ្នាជាវិធីដ៏ពេញនិយមបំផុតក្នុងការពាក់វានៅលើភ្នំខ្យល់ខ្មៅក្នុងឆ្នាំនេះសម្រស់មិនស្មើគ្នាតើពាក្យអាក្រក់បែបនេះអាចមាននៅក្នុងលោកនេះដោយរបៀបណាសូមព្រះអង្គស្ងប់ព្រះហឫទ័យកុំខ្លាចអីយោងតាមច្បាប់ខ្ញុំជាអ្នកក្រមបង្គាប់កម្ពុជាដែលទើបជ្រើសរើសថ្មីរបស់ព្រះអង្គហើយខ្ញុំនឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសាខារាជធានីជំនួសព្រះអង្គដូច្នេះពួកគេគឺជាសមាជិកគ្រួសាររបស់អ្នកក្រមបង្គាប់កម្ពុជារបស់ព្រះអង្គដោយធម្មជាតិក្នុងនាមជាព្រះមហាក្សត្ររបស់ព្រះអង្គត្រូវតែអត់អន់ចំពោះក្រុមគ្រួសាររបស់សមាជិកសំខាន់របស់ព្រះអង្គហើយយកឈ្នះចិត្តពួកគេមិនអីទេដោយសារព្រះអង្គជាសមាជិកគ្រួសាររបស់អ្នកក្រមបង្គាប់កម្ពុជារបស់ព្រះអង្គខ្ញុំសូមអនុញ្ញាតឲ្យព្រះអង្គចូលរួមតាមខ្ញុំមកខ្ញុំនឹងធ្វើតាមការណែនាំរបស់អ្នកដ៏រីករាយមួយប៉ុន្តែចាំថាអ្នកគឺជាអ្នកដែលខ្ញុំចាប់បានមិនមែនផ្ទុយមកវិញទេនេះជាបញ្ហានៃសេចក្តីថ្លៃថ្នូរមិនអីទេអ្នកជាស្ដេចអ្នកជាអ្នកសម្រាប់គាត់បានដោះប៊ូតុងនោះចេញហើយឲ្យខ្ញុំចុចខុសនេះនឹងសម្លាប់ខ្ញុំហើយកុំមកចិត្តទៀតតើអ្នកចង់បានអ្វី
ចូលធ្វើជាកូនល្អទុកឲ្យពួកគេផ្ញើវាមកអ្នកតាមប្រៃសណីហើយចង់វាឲ្យបានត្រឹមត្រូវគ្រាន់តែបង្រៀនខ្ញុំពីរបៀបចង់វាឲ្យបានត្រឹមត្រូវបើមិនដូច្នោះទេចិត្ត logical របស់ខ្ញុំមិនអាចទទួលយកវាបានទេកុំប្រាប់ខ្ញុំពីអ្វីដែលអ្នកដឹងនេះជាអាវធំរបស់ខ្ញុំទន្សាយនោះកងប៉ុន្តែនោះជាសម្រស់មិនស្មើគ្នាជាវិធីដ៏ពេញនិយមបំផុតក្នុងការពាក់វានៅលើភ្នំខ្យល់ខ្មៅក្នុងឆ្នាំនេះសម្រស់មិនស្មើគ្នាតើពាក្យអាក្រក់បែបនេះអាចមាននៅក្នុងលោកនេះដោយរបៀបណាសូមព្រះអង្គស្ងប់ព្រះហឫទ័យគុំខ្លាចអីយោងតាមច្បាប់ខ្ញុំជាអ្នកក្រមបង្គាប់កម្ពុជាដែលទើបជ្រើសរើសថ្មីរបស់ព្រះអង្គហើយខ្ញុំនឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសាខារាជធានីជំនួសព្រះអង្គដូច្នេះពួកគេគឺជាសមាជិកគ្រួសាររបស់អ្នកក្រមបង្គាប់កម្ពុជារបស់ព្រះអង្គដោយធម្មជាតិក្នុងនាមជាព្រះមហាក្សត្ររបស់ព្រះអង្គត្រូវតែអត់អន់ចំពោះក្រុមគ្រួសាររបស់សមាជិកសំខាន់របស់ព្រះអង្គហើយយកឈ្នះចិត្តពួកគេមិនអីទេដោយសារព្រះអង្គជាសមាជិកគ្រួសាររបស់អ្នកក្រមបង្គាប់កម្ពុជារបស់ព្រះអង្គខ្ញុំសូមអនុញ្ញាតឲ្យព្រះអង្គចូលរួមតាមខ្ញុំមកខ្ញុំនឹងធ្វើតាមការណែនាំរបស់អ្នកវាខ្វក់ពេកហើយប៉ុន្តែភាពកខ្វក់គឺជាអ្វីដែលខ្ញុំមិនអាចទ្រាំទ្របានបំផុតក្នុងជីវិតរបស់ខ្ញុំអ្នកនាងអើយសូមអត់អន់ឲ្យខ្ញុំផងសូមអត់អន់ឲ្យខ្ញុំផងមើលឲ្យច្បាស់ក្មេងនេះមើលទៅដូចជាក្មេងដែលយើងបានយកមកចិញ្ចឹមវាមើលទៅដូចវាពិតជាដូច្នោះមែនតើព្រះអង្គឈ្មោះអ្វីសូម្បីតែព្រះមហាក្សត្រក៏មានព្រះនាមដែរមែនទេជាការពិតណាស់ខ្ញុំក៏មានខ្ញុំមិនដែលបដូរឈ្មោះឬនាមត្រកូលរបស់ខ្ញុំទេហើយដោយសារខ្ញុំមើលទៅដូចជារោមច្រើនខ្ញុំត្រូវបានគេហៅថាស្នែងក្តាន់តើវាមិនស្ដាប់ទៅដូចជាសត្វពណ៌បៃតងរោមដែលមានវាសនាសម្រាប់រឿងអស្ចារ្យទេសម្លាញ់របស់ខ្ញុំទីបំផុតម៉ាក់បានរកឃើញកូនហើយហេតុអ្វីបានជាកូនត្រូវចំណាយពេលយូរម្ល៉េះដើម្បីត្រឡប់មកវិញស្ដេចអង្គនេះនឹងមិនផ្លាស់ប្ដូរឈ្មោះរបស់ទ្រង់ទេគាត់បានបដូរនាមត្រកូលរបស់គាត់ហើយគាត់មើលទៅដូចម៉ៅវាមានរោមដូច្នេះវាត្រូវបានគេហៅថាលូរងតើវាមិនស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ទេការស្ដាប់រឿងនេះមានន័យថាអ្នកត្រូវបានកំណត់សម្រាប់រឿងអស្ចារ្យរងបេះដូងខ្ញុំទីបំផុតម៉ាក់បានរកឃើញខ្លាមួយហើយអូយហេតុអ្វីបានជាអ្នកទើបតែត្រឡប់មកវិញហេស្ងប់ចិត្តសិនលេខ1បងប្រុសឲ្យប្រពន្ធបងឈួតមែនទេគាត់ធ្វើវាម្ដងទៀតហើយតើគាត់អាចបន្តអះអាងសាច់ញាតិដោយចៃដន្យយ៉ាងដូចជាចោលប្លន់មិនមែនជាមនុស្សគ្មានបេះដូងប្រភេទណាទេ Liver ទាញគាត់ចេញឲ្យលឿនព្រះមហាក្សត្រអោចម្បាំងរបស់គាត់ស្ទើរតែខូចដោយសារទឹកភ្នែកវាសំហើយមិនអីទេព្រះមហាក្សត្រទ្រង់គ្រាន់តែកោតសរសើរទ្រង់ខ្លាំងពេកអ្នកពិតជារំភើបណាស់ដែលបានឃើញអេដូរបស់អ្នកវាចាប់ដើមរើហើយខ្ញុំមិនអាចគ្រប់គ្រងវាបានមួយសន្ទុះដូច្នេះវាគឺជាភាពជ្រុលនិយមរបស់ខ្ញុំផ្ទាល់អូមិនចម្លែកទេដែលអ្នកយំច្រើនយ៉ាងនេះឈប់យំទៅព្រះមហាក្សត្រឲ្យអ្នកដឹងទេថាខ្ញុំពិតជាមានមន្តស្នេហ៍ណាស់មើលអ្នកចោះអ្នកមើលទៅគួរឲ្យខ្លាចណាស់អូនសម្លាញ់ពេលត្រឡប់មកដល់រាជធានីវិញគាត់នឹងខិតខំប្រឹងប្រែងបន្ថែមទៀតបាននឹងផ្ដល់រង្វាន់ដល់អ្នកជាមួយនឹងផ្លែហាថនស្ករគ្រាប់មិនអីទេអ្នកជាស្ដេចអ្នកជាអ្នកទទួលបន្ទុកឡាននៅពីក្រោយប្រអប់នោះត្រូវបានលើកចុះមកវិញនេះគឺសម្រាប់បង់ថ្លៃផ្លូវទ្រព្យសម្បត្តិនេះក៏ត្រូវបានប្រគល់ដោយសាខាពេកាំងផងដែរថាវិការសាងសង់កាន់តែមានតម្លៃថែមទៀតអ្នកបានមើលថែព្រះមហាក្សត្រអស់រយៈពេល3ឆ្នាំថ្លៃអំណរគុណស្ថានសួគ៌មានភ្នែកវាបាន3ឆ្នាំហើយវាមានរយៈពេល3ឆ្នាំពេញហើយបងប្រុសយើងទីបំផុតខ្ញុំបានឆ្លងកាត់ពេលវេលាដ៏លំបាកនេះទីបំផុតព្រះរោគរាតត្បាតក៏ចាក់ចេញទៅសូមព្រះអង្គយាងទៅកាន់រាជធានីដោយសន្តិភាពចូលយើងបែកគ្នាទៅកូនចៅនឹងឲ្យអ្នកយើងខ្ញុំសាងសង់ទាំងសាលាចារឹកសម្រាប់អាយុយឺនយូរសូមកុំត្រឡប់សម្រាប់ជីវិតអស់លោកម្ចាស់ឲ្យសូមថែរក្សាខ្លួនហើយរងចាំខ្ញុំដើម្បីបង្កើតឈ្មោះឲ្យខ្លួនឯងនៅក្នុងរាជធានីយើងនឹងនាំអ្នកទៅទីនោះដើម្បីរីករាយនឹងជីវិតដ៏ប្រណីតសូមព្រះអង្គថែរក្សាព្រះអង្គផងព្រះអង្គមិនចាំបាច់បារម្ភទេខ្ញុំសោកស្ដាយណាស់ព្រះអង្គសូមព្រះអង្គសោយទីវង្គតដោយសន្តិភាពជំនាញស្រាលនោះពិតជាអស្ចារ្យណាស់នំអូស្មានធូនេះផ្អែមល្ហែមណាស់វាស្ទើរតែធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកពួកគេប្រហែលជាស្ទាក់ស្ទើរពេកក្នុងការចែកផ្លូវប្រសិនបើខ្ញុំត្រូវកាន់កាប់អ្នកខ្ញុំខ្លាចថាខ្ញុំបានទុកអារម្មណ៍របស់ខ្ញុំដូច្នេះហើយបានជាខ្ញុំរត់លឿនម្ល៉េះខ្ញុំមិនចង់ឃើញពួកគេទេរូបរាងនៃទឹកភ្នែកព្រះករុណាជាអម្ចាស់មានប្រាជ្ញាជ្រាបវៃព្រះអង្គអាចមើលឃើញតាមរយៈគំនិតរបស់កូនចៅរបស់គាត់ជាមថតរបស់ទីក្រុងប៉េកាំងត្រូវបានលាងសម្អាតទាំងអស់ស្អាតចាំបន្តិចសិនបែនព្រះមហាក្សត្រីយានីឲ្យយើងបានមកដល់ហើយគាត់ស្ដេចខ្មោចទទួលយកតែអ្នកដើរតាមដែលស្ដាប់បង្គាប់ប៉ុណ្ណោះចាប់ពីពេលនេះទៅអ្នកនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំហើយលុយរបស់អ្នកក៏នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំដែរអ្វីគ្រប់យ៉ាងនឹងក្លាយជារបស់អ្នកវាជាកិច្ចព្រមព្រៀងដ៏រីករាយមួយប៉ុន្តែចូលចាំថាអ្នកគឺជាអ្នកដែលខ្ញុំចាប់បានមិនមែនផ្ទុយមកវិញទេនេះជាបញ្ហានៃសេចក្តីថ្លៃថ្នូរយល់ព្រមសូមព្រះអង្គជ្រាបសាខារាជធានីរបស់យើងបានមកដល់បងប្រុសទី6ហើយតើព្រះអង្គកំពុងព្យាយាមបញ្ឆោតខ្ញុំឬបើព្រះអង្គមានទ្រព្យសម្បត្តិច្រើនម្ល៉េះហេតុអ្វីបានជាខ្ញុំប្លន់ព្រះអង្គតើព្រះអង្គមានគម្រោងឆ្លងកាត់ភ្នំខ្យល់ខ្មៅរបស់ខ្ញុំជា2ដងរួចលក់ខ្ញុំយកលុយឬនេះជាអន្ទាក់ខ្ញុំគិតច្រើនពេកខ្ញុំគ្មានហេតុផលណាត្រូវនិយាយអាក្រក់ពីព្រះអង្គទេព្រោះរឿងទាំងអស់នេះដំបូងឡើយត្រូវបានរៀបចំឡើងដើម្បីបញ្ឆោតព្រះអង្គដូចក្មេងឥឡូវនេះខ្ញុំមានអាយុ3ឆ្នាំកន្លះហើយដូច្នេះខ្ញុំមិនកុហកអ្នកទេសូមក្រឡេកមើលខ្លួនឯងហើយមើលថាតើអ្នកមើលទៅដូចគ្នាអត់តើអ្នកមិនឃើញទេថាភ្នែកទាំងពីរដូចគ្នាបេះបិទហើយថាមពលដ៏ខ្លាំងក្លានោះដែលអាចបំបែករុនមួយនៅលើមេឃបានក្រៅពីកូនចៅដែលសាមរបស់ខ្ញុំតើអ្នកណាទៀតអាចមើលទៅស្អាតយ៉ាងនេះអ្នកពិតជាមើលទៅដូចជាត្បូងរុកនេះដែលខ្ញុំបានឆ្លាក់ដោយខ្លួនឯងនៅពេលនោះបំណែកដែលបាត់នោះគឺជាអ្វីមួយដែលអ្នកបានបំបែកខ្លួនឯងនៅថ្ងៃព្រះច័ន្ទពេញវងរបស់អ្នកដើម្បីស្វែងរកអ្នកខ្ញុំបានបង្វែរដើមទុនឲ្យក្រឡាប់ចុះខ្ញុំបានខិតខំមកសាងទ្រព្យសម្បត្តិរបស់ខ្ញុំមិនថាវារកបានឬលួចនោះទេវាទាំងអស់គឺដើម្បីឲ្យកូនស្រីរបស់ខ្ញុំអាចត្រឡប់មកវិញហើយទទួលមរតកតំណែងធំបំផុតដូច្នេះខ្ញុំមិនព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះអ្នកទេខ្ញុំចង់ឲ្យអ្នកក្លាយជាចោរប្លន់ចំនួនទី2ដ៏ធំបំផុតនៅលើពិភពលោកប្រសិនបើយើងចាប់ផ្ដើមអាជីវកម្មខ្ញុំនឹងត្រូវលួចផ្លែហាហ្វថនស្ករគ្រាប់ដោយខ្លួនឯងការធ្វើជាចោរប្លន់ចំនួនទី2មានន័យថាខ្ញុំអាចអង្គុយសម្រាប់បានអ្នកយល់ទេនេះគឺជាការបន្តវេនដំពូជដ៏ល្បីល្បាញដូចជាលីដាម៉ាផ្ទេបល្ល័ង្កក៏ទៅឲ្យកូនប្រុសល្ងងរបស់គាត់មិនអីទេអ្វីក៏ដោយពិចារណាថាអ្នកមើលទៅដូចខ្ញុំមានទ្រព្យសម្បត្តិច្រើនហើយមានអាកប្បកិរិយាស្មោះត្រង់បែបនេះខ្ញុំនឹងទទួលស្គាល់អ្នកជាឪពុករបស់ខ្ញុំចាប់ពីពេលនេះទៅលុយរបស់អ្នកគឺជាលុយរបស់ខ្ញុំហើយលុយរបស់ខ្ញុំនៅតែជាលុយរបស់ខ្ញុំ
បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់វិមានទាំងមូលរបស់អ្នកអង្គការទេកងកម្លាំងទាំងមូលនៃរាជធានីនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកឪពុកគ្រួសាររបស់យើងមានឥទ្ធិពលខ្លាំងណាស់នៅក្នុងរាជធានីយើងត្រូវតែរក្សារូបភាពជាក់លាក់មួយជញ្ជាំងនេះទៀតពេកនេះទាហាននិងទាហានបានចាប់ដៃគ្នាបំពង់ថ្នាំដុសធ្មេញត្រូវបានជាប់ពេញដោយបន្ទះដៃបន្លាហើយធូរនេះរអិលពេកវាគ្មានចំណុចទីងទេវានឹងរអិលនឹងដួលយ៉ាងងាយប្រសិនបើវាប៉ះនរណាម្នាក់ហើយវានឹងឈឺចាប់កាន់តែខ្លាំងសូមចងចាំអ្វីដែលព្រះមហាក្សត្រមានបន្ទូលគ្រួសាររបស់យើងពិតជាមានចិត្តល្អពេកប៉ុន្តែខ្វះស្មារតីប្រយុទ្ធដោយវិធីនេះចាប់ពីពេលនេះទៅកុំហៅខ្ញុំថាអ្នកស្រីសូមហៅខ្ញុំថាព្រះមហាក្សត្រវិញចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាខ្យល់វឹកហាត់របស់យើងទទួលខុសត្រូវចំពោះការបកជាព្រះមហាក្សត្រនឹងគ្រប់គ្រងការល្បាតហើយមែនទេអ្នកគិតថាវាញញៃនឹងខ្វក់ទាំងអស់មែនទេឥឡូវនេះដល់ពេលដែលត្រូវដោះស្រាយរឿងអនាម័យហើយធ្វើអ្វីដែលអ្នកចង់ធ្វើមើលខ្លួនឯងចុះតើនេះពិតជាសម្លៀកបំពាក់របស់មនុស្សមែនទេស្វាមកដល់ហើយមនុស្សម្នាក់លងទឹកខ្ញុំនឹងដោះដុំភក់នេះឲ្យក្លាយជាដុំសៅពណ៌បើខ្ញុំមិនអាចជូតវាចេញបាន3ផោនទេកុំចេញមកជួយសង្គ្រោះខ្ញុំអីប្រពន្ធរបស់អ្នកកំពុងព្យាយាមសម្លាប់កូនស្រីខ្លួនឯងអ្នកត្រូវតែចងចាំច្បាប់មួយរបស់ពិភពក្បាច់គុណនៅលើភ្នំនេះប៉ាគ្រាន់តែខ្វល់ពីការរកលុយនិងសម្លាប់មនុស្សប៉ុណ្ណោះហើយទោះបីជាយាមមានគ្រប់គ្រងរឿងក៏ដោយខ្ញុំមិនអាចយកឈ្នះគាត់បានទេសូមជួយខ្ញុំឲ្យធ្វើសកម្មភាពសងសឹកនេះដើម្បីជាប្រយោជន៍ដល់ម្ចាស់របស់ខ្ញុំនិងព្រះមហាក្សត្រផ្ទះនេះទីបំផុតមានភាពរស់រវើកអូទេខ្ញុំមកខ្វក់លែងបរិសុទ្ធទៀតហើយការចេញទៅក្រៅបែបនេះមិនត្រឹមតែខ្ញុំបំភ័យក្មេងប៉ុណ្ណោះទេសូម្បីតែឆ្កែព្រៃក៏នឹងប្រញាប់ប្រញាល់មកលើខ្ញុំដែរចក្ខុវិស័យរបស់ព្រះមហាក្សត្រតូចពេកតើនេះហៅថាអ្វីនេះហៅថាការក្លែងបន្លំអ្នកប្រមាញ់កម្ពុជាពិតប្រាកដច្រើនតែលេចឡើងក្នុងទម្រង់ជាកម្មករសំហេតុផលនេះហៅថាចកស្លៀកពាក់ជាមអស្ចារ្យណាស់ចេញពីផ្លូវខ្ញុំទៅអ្នកទាំងអស់គ្នាហ៊ានបិទផ្លូវខ្ញុំយ៉ាងដូចម្តេចអូនស្រីខ្ញុំនៅឯណាអូនស្រីខ្ញុំនៅឯណាបងស្រីទុនហើយតូចវាពិតជាប្អូនស្រីតូចរបស់ខ្ញុំមែនបងប្រុសរបស់ខ្ញុំនឹកអ្នកខ្លាំងណាស់ឈប់ត្រង់នេះតើអ្នកជានរណាស្ដេចដ៏អាក្រក់កុំភ័យអីនេះជាបងប្រុសរបស់អ្នកយោងតាមច្បាប់នៃពិភពក្រោមដីគាត់ជាអ្នកចែកចាយបបជាអ្នកទទួលបន្ទុកគ្រប់គ្រងលុយកាក់រក្សាកន្នីនិងផ្ដល់ដំបូន្មានគាត់មើលទៅដូចជាជាមធាត់មិនមែនដូចចោលប្លន់ទេប៉ុន្តែដោយសារគាត់ទទួលបន្ទុកលុយកាក់ការស្លៀកពាក់យ៉ាងប្រណីតធ្វើឲ្យគាត់មើលទៅគួរឲ្យចាប់អារម្មណ៍ជាងស្ដេចថ្មីកំពុងឡើងគ្រងរាជ្យហើយគាត់រត់លឿនរហូតដល់បាត់ស្បែកជើងអ្នកបានត្រឡប់មកគោលវិញ្ញាណអ្នកខនវិញហើយភាពស្មោះត្រង់របស់អ្នកគឺគួរឲ្យសរសើរបន្ទាប់ពីខ្ញុំធ្វើតាមបំណងប្រាថ្នារបស់អ្នកនឹងតាមខ្ញុំហើយខ្ញុំនឹងធានាទ្រព្យសម្បត្តិរបស់អ្នកបងប្រុសស្ដាប់ប្អូនស្រីរបស់អ្នកយកលុយនេះទៅទិញស្ករគ្រាប់ខ្លះបើវាមិនគ្រប់គ្រាន់ទេខ្ញុំនឹងទៅទិញបន្ថែមខ្ញុំមិនមានជំនាញផ្សេងទៀតទេប៉ុន្តែខ្ញុំពូកែលុយនេះគឺសម្រាប់ញ៉ាំទាំងអស់វាមិនប្រើប្រាស់បានយូរទេហើយក៏មិនទំនើបដែរខ្ញុំចង់បានរបស់ពិតមាសឬមាន់អាំងពីរ3ក្បាលនោះសម្រាប់ជូតគូតរបស់អ្នកនេះជារបស់ដែលអាចបរិភោគបានទាំងអស់វាមិនប្រើប្រាស់បានយូរហើយក៏មិនចម្រាញ់គ្រប់គ្រាន់ដែរខ្ញុំចង់បានរបស់ពិតមាសឬក្រដាសមាន់អាំងនោះសម្រាប់ជូតគូតរបស់ខ្ញុំបុគ្គលិកលក្ខណៈនេះល្អឥតខ្ចោះសម្រាប់អ្នកគ្មានបញ្ហាទេខ្ញុំនឹងទៅយកមាសឲ្យអ្នកនៅថ្ងៃស្អែកបន្ទប់ទាំងមូលពោពេញដោយមាសអូដោយវិធីនេះឪពុកបាននិយាយនៅក្នុងសម្បត្តិរបស់គាត់ថាបងស្រីអ្នកគឺជាម្ចាស់កត្រីនៃភ្នំខ្យល់ខ្មៅហើយអ្នកថែមទាំងបានបំផ្លាញរោងចោលប្លន់ទៀតផងនោះដោយសារតែខ្ញុំមានទេពកោសល្យខ្ញុំមានមន្តអាគមពីកំណើតខ្ញុំបានខំសត្វសក់ក្រហមមួយក្បាលនោះរហូតដល់ស្លាប់នៅខាងក្រោយភ្នំបន្ទាប់ពីញ៉ាំផ្លែឈើនោះរួចពាក្យសម្ដីរបស់ខ្ញុំបានក្លាយជាច្បាប់វិញ្ញាណផ្លែឈើនោះប្រកាសជាត្រូវបានខ្ញុំភ័យខ្លាចហើយបានលះបង់មន្តអាគមទាំងអស់របស់វាដើម្បីជួយសង្គ្រោះជីវិតរបស់វាផ្លែឈើពណ៌ក្រហមរាងគូតនិងហិរខ្លាំងនោះតើនោះមិនមែនជាម្ទេសទេដូច្នេះមន្តអាគមត្រូវបានដោះសោដោយកំដៅទេបងស្រីកើពិតជាវិញ្ញាណដែលត្រូវបានជ្រើសរើសមែនសូម្បីតែវិញ្ញាណម្ទេសទេវិញ្ញាណផ្លែឈើក៏ខ្លាចអ្នកខូចដែរខ្ញុំនឹងត្រូវទៅជួបអ្នកនៅថ្ងៃស្អែកនៅឯការប្រមូលផ្ដុំនៃការនិយាយលេងសើចមានបំណុលខ្មៅដែលត្រូវតែប្រែក្លាយទៅជាបំណុលល្បែងស៊ីសងតើអ្នកមានឋានៈខ្ពស់អាចនិយាយអ្វីខ្លះអំពីរឿងនេះអ្នកបានទៅលេងល្បែងហើយចាញ់លុយក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំជំនួសឲ្យការប្លន់ដើម្បីរកលុយអ្នកបានទៅចែកលុយគេអ្នកខ្ជះខ្ជាយលុយឥតប្រយោជន៍ទាំងស្រុងខ្ញុំក្នុងនាម Venture នឹងសម្អាតផ្ទះស្អែកខ្ញុំនឹងទៅជាមួយអ្នកបើអ្នកហ៊ានចាញ់លុយដោយចេតនាខ្ញុំនឹងវាយអ្នកហើយនាំអ្នកទៅទីនោះឲ្យបានត្រឹមត្រូវស្អែកខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលបងប្រុសរបស់អ្នកអាចចាញ់ប្រាក់រាប់លាននោះដោយជំនាញផ្ទាល់ខ្លួនអូនេះមិនមែនជាលោកម្ចាស់វ័យក្មេងលូមែនទេភ្ញៀវដកម្រម្នាក់លោកបាននាំអូនស្រីរបស់លោកមកទីនេះដើម្បីទទួលបទពិសោធន៍ជីវិតជប់និយាយលេងសើចទៅថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អដូច្នេះខ្ញុំបាននាំអូនស្រីរបស់ខ្ញុំមកពង្រីកការយល់ដឹងរបស់នាងចូលយើងបង្ហាញស្នាដៃដ៏ល្អបំផុតរបស់លោកទេសប្បាយបំផុតរបស់លោកឆាកបងប្រុសកន្លែងនេះរកប្រាក់ចំណេញបានច្រើនមានជាច្រើនគ្មានអ្នកយាមតើពេលណាទើបយើងត្រូវផ្ដល់សញ្ញាដល់ប៉ាឲ្យនាំមនុស្សរបស់លោកចូលមកទិញទ្រព្យសម្បត្តិទាំងអស់នៅក្នុងហាងនេះព្រះមហាក្សត្រអារីធរឲ្យយើងជាអ្នកចំនួនខំជឿយើងគួរតែប្រើខួរក្បាលរបស់យើងដើម្បីទទួលបានការទិញនិងលក់ដោយបង្ខំគឺជាវណ្ណៈទាបពេកថ្ងៃនេះយើងនឹងលេងអ្វីដែលស្មុគស្មាញជាងនេះដូចជាការចាក់សរកិច្ចព្រមព្រៀងជាមួយនឹងការចាក់សរ10 000តើសម្រាប់ទំនិញដែលបានប្រគល់មកវិញនេះខ្ញុំជាអ្នកជំនាញក្នុងរឿងនេះកិច្ចព្រមព្រៀងនេះប្រកាសជារឿងប្រកាសប្រជាមិនត្រូវធ្វើវាម្ដងទៀតទេអ្នកខ្ជះខ្ជាយខ្ញុំជេរអ្នកនេះគឺជាកំណត់ទ្រព្យដ៏មានតម្លៃដែលខ្ញុំមិនអាចទិញបានក្នុងមួយជីវិតរបស់ខ្ញុំប្រសិនបើអ្នកឈ្នះខ្ញុំនឹងស៊ីប្រអប់នេះដោយខ្លួនឯងលោកក្រវៃក្មេងលូបន្ទាប់មកខ្ញុំនឹងបើកទឹកដោះកូពូលនេះសម្រាប់អ្នកអូនស្រីជាទីស្រឡាញ់របស់ខ្ញុំនឹងផឹកវាទាំងអស់កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ទីបំផុតខ្ញុំបានទិញខ្លាំងៗហើយវាអាចសម្អាតរបាំងខ្មៅបានអស្ចារ្យណាស់យុវជនកម្រិត 5.6 បានឈ្នះវត្ថុបុរាណដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសំណាងនេះពិតជាករណីបោកប្រាស់មិនមែនបោកប្រាស់ដោយចៃដន្យទេកិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលទេខ្ញុំលែងចង់បានវាទៀតហើយញួររបស់យុវជនលូធ្លាក់មកលើកិច្ចព្រមព្រៀងនេះជាវាសនាខ្ញុំមិនអាចពឹងផ្អែកលើសំណាងទៀតទេប្រសិនបើខ្ញុំមិនអាចជៀសវាងវាបានទេនោះខ្ញុំនឹងបង្កើតគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សដល់ពេលដែលខ្ញុំត្រូវវាយប្រហារយ៉ាងខ្លាំងហើយអូបំណែកដ៏ពិសេសមួយនេះហាតើអ្នកបានឃើញវាទេខ្ញុំបានបោកតើពួកគេនឹងចាប់ខ្ញុំទេអូទេនេះគឺជាការសាកល្បងដើម្បីមើលថាតើប្អូនប្រុសរបស់ខ្ញុំអាចធ្វើឲ្យវិមានរបស់អ្នកអង្គការយ៉ាងយោអន់ចិត្តបានដែរឬទេប្រសិនបើគាត់មិនជោគជ័យទេពួកគេនឹងបង្កឲ្យមានឈុតឆាកមួយអូលោកក្រវៃក្មេងលោកកំពុងផ្ដល់រង្វាន់ដល់ខ្ញុំជាមួយនឹងគ្រាប់ឥលឹកមាសខ្ញុំសូមអរគុណអ្នកសម្រាប់រង្វាន់ពេលបើបំណែកដ៏ពិសេសនេះលោកក្រវៃក្មេងលោកក៏ឆ្អែតម្ដងទៀតកុំបារម្ភពេលធ្វើដំណើរខ្ញុំធានាទាំងស្រុងថាអ្នកនឹងឈ្នះទ្វេដងប៉ុន្តែចាំបន្តិចសិននោះមិនត្រឹមត្រូវទេ
ខ្ញុំចង់ឲ្យរបស់នោះលក់មិនចេញទេប៉ុន្តែសាប់ព្រួយមិនអនុញ្ញាតឲ្យអ្នកលក់ដូរឬអ្នកលក់ដូរតាមចិញ្ចើមផ្លូវធ្វើអ្វីដែលខុសទេហាងនេះជារបស់អ្នកហើយសូមមេត្តាអត់អន់ផងកាលណាអ្នកដោះស្រាយបំណុលកាន់តែច្រើននោះមានកណីខុសច្បាប់កាន់តែច្រើនអ្នកថែមទាំងបានប្រែក្លាយហាងលក់វត្ថុបុរាណទៅជាហាងលក់របស់ផ្ទាល់ខ្លួនទៀតផងតើអ្នកនឹងពន្យល់រឿងនេះដោយរបៀបណាបងប្រុសអ្នកពិតជាអស្ចារ្យណាស់ខ្ញុំយល់ច្រឡំអ្នកតាំងពីយូរយារណាស់មកហើយប្អូនស្រីឥឡូវនេះអ្នកយល់ពីខ្ញុំហើយខ្ញុំយល់នេះគឺជាល្បិចកខ្វក់មួយនៃការធ្វើពុតជាទុនខ្សោយដើម្បីបំផិតបំភ័យនិងគំរាមកំហែងឧទាហរណ៍បុរាណនៃការទិញយកអាជីវកម្មមកខ្វក់ខ្ញុំចូលចិត្តអ្នកខ្លាំងណាស់ឥឡូវនេះអ្នកគឺជាអ្នកយុទ្ធសាស្ត្រសំខាន់របស់ខ្ញុំនោះហើយជារបៀបដែលវាកើតឡើងលោកក្រវ័យក្មេងលូមិនអាចយល់បាននេះគឺជាល្បិចកអាជីវកម្មលោកក្រវ័យក្មេងមិនអាចយល់បានរក្សាភាពស្ងប់ស្ងាត់មួយរយៈនេះជាទម្លាប់អាជីវកម្មធម្មតាដរាបណាប្អូនស្រីរបស់ខ្ញុំចូលចិត្តខ្ញុំនឹងនាំអ្នកមកពិភាក្សាអំពីអាជីវកម្មជារៀងរាល់ថ្ងៃប៉ាជួយផងខ្ញុំពិតជាមិនចង់ខ្លាចជាអ្នកចំនួនដ៏ឆ្លាតវៃម្នាក់ទេប្អូនស្រីខ្ញុំនៅឯណានាងនៅឯណាតើអ្នកណាខ្វាក់ភ្នែកម្លេះបានជាចាក់សោទ្វារហើយរារាំងខ្ញុំមិនឲ្យឃើញប្អូនស្រីរបស់ខ្ញុំនាងក្តីបានក្រឡាប់ហើយក្មេងឲ្យរត់ទៅយកប្រាក់ហើយរត់ទៅបងស្រីបងស្រីបងស្រីអ្នកណាហ៊ានប៉ះប្អូនស្រីខ្ញុំនឹងស្ដាយក្រោយដែលកើតមកឈុតឆាកនេះពិតជាអស្ចារ្យព្រៃផ្សៃនិងស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងសោភ័ណភាពនៃភ្នំខ្យល់ខ្មៅអស្ចារ្យមែនលោកគ្រូអ្នកគ្រូពិតជាមានជំនាញមិនគួរឲ្យជឿតើអ្នកជាអ្នកត្រួសត្រាយផ្លូវនៃសាខារបស់យើងនៅស៊ីនឆេងមែនទេប្អូនស្រីតូចឲ្យប្អូនស្រីតូចឲ្យអយនេះជាប្អូនស្រីតូចរបស់ខ្ញុំនាងតូចហើយគួរឲ្យស្រឡាញ់ណាស់ប្អូនប្រុសទី2ត្រឡប់មកផ្ទះយឺតតើមានអ្នកណាធ្វើបាបនាងទេប្រាប់ប្អូនប្រុសទី2ទៅហើយប្អូនប្រុសទី2នឹងវាយគាត់ហើយប្រែក្លាយគាត់ទៅជាសាច់ក្រកគាត់អាចប្រយុទ្ធបានហើយគាត់ក៏គួរឲ្យស្រឡាញ់ដែរនេះជាប្អូនប្រុសតូចដ៏ល្អបំផុតមិនធ្លាប់មានព្រះករុណានេះជាប្អូនប្រុសទី2របស់អ្នកគឺដំបងក្រហមនៃមេឃរបស់យើងស្ដាប់បង្គាប់រឹងមាំនិងរឹងមាំគាត់ជាមនុស្សយន្តរាងកាយរបស់គាត់គឺដូចនឹងវិញ្ញាណខ្លាឃ្មុំខ្មៅមកពីភ្នំខាងក្រោយភូមិរបស់យើងបន្ទាប់ពីអ្នកត្រូវបានអនុញ្ញាតឲ្យចូលរួមអ្នកនឹងមាន Black Shan វិញជួយខ្ញុំរុះរើទ្វារនិងប្រមូលប្រាក់ការពារនោះជាឈ្មោះដ៏មានឥទ្ធិពលសូមអរគុណសម្រាប់ការប្រទានវាមកខ្ញុំព្រះមហាក្សត្រសូមចេញដំណើរខ្យល់គួចខ្មៅវាប្រហារមិនអីទេខ្យល់គួចខ្មៅដាក់ស្ដេចចុះមុនបើតាមានកិច្ចការសំខាន់ត្រូវពិភាក្សាកុំបារម្ភអីខ្ញុំនឹងទៅប្រកួតក្បាច់គុណហើយឈ្នះចំណាត់ថ្នាក់លេខ1ដើម្បីឲ្យប្អូនស្រីខ្ញុំជាប្រដាប់ក្មេងលេងឯងល្ងងណាស់ព្រះចៅអធិរាជកំពុងសម្លឹងមើលអំណាចយោធារបស់គ្រួសារយើងថ្ងៃនេះក្នុងការប្រកួតក្បាច់គុណឯងត្រូវតែខ្សោយទើបចាញ់យ៉ាងវេទនាចាញ់យ៉ាងអាម៉ាស់ដូច្នេះព្រះចៅអធិរាជគិតថាកូនប្រុសរបស់គ្រួសារលូជាមនុស្សអាក្រក់ខ្ញុំមិនដែលចាញ់ក្នុងជីវិតរបស់ខ្ញុំទេខ្ញុំមិនពូកែការងារនេះទេតើអ្នកអាចទ្រាំទ្រនឹងការសោកសៅតិចតួចនេះដើម្បីឲ្យប្អូនស្រីរបស់អ្នកអាចរីករាយជាមួយផ្លែហាថងស្ករគ្រាប់របស់នាងដោយសន្តិភាពបានទេដើម្បីជាប្រយោជន៍ដល់ប្អូនស្រីរបស់អ្នកខ្ញុំនឹងដេកចុះហើយមិនវាយបោកវិញទេសូម្បីតែពេលខ្ញុំត្រូវគេវាយឬបណ្ដាសាក៏ដោយអ្នកនាងនឹងបង្រៀនវាជារឿងអាម៉ាស់ណាស់ដែលចិត្តណាចាញ់ការប្រយុទ្ធហើយធ្វើដូចជាមនុស្សកំសាកគ្មានអ្វីដែលហៅថាចាញ់នៅក្នុងខ្យល់ខ្មៅទេខ្ញុំប្រងើយកន្តើយចំពោះជីវិតនិងសេចក្តីស្លាប់ប្រសិនបើអ្នកមិនជឿជាក់ទេជោគស៊ូខ្ញុំជាស្ដេចនឹងមិនដែលអនុញ្ញាតឲ្យរឿងអាម៉ាស់បែបនេះកើតឡើងឡើយតើអ្នកបានសួរបណ្ដាសារបស់ខ្ញុំមុនពេលដែលអ្នកគិតថាអ្នកអាចចាញ់ទេភពអង្គារជារឿងអាម៉ាស់ណាស់ដែលធ្វើជាមនុស្សកំសាកខ្ញុំប្រងើយកន្តើយចំពោះជីវិតនិងសេចក្តីស្លាប់បើអ្នកមិនជឿជាក់ទេចូលតស៊ូតើអ្នកបានសួរខ្ញុំពីអ្វីដែលខ្ញុំបានធ្វើមុនពេលអានសៀវភៅនេះទេក្មេងល្ងងនោះត្រូវតែចាញ់ហើយព្រោះគាត់ចាញ់កាន់តែអាក្រក់គ្រួសារបៃតងនឹងកាន់តែមានសុវត្ថិភាពបងប្រុសទី6ហេតុអ្វីបានជាអ្នកធ្វើដូចជាអ្នកប្រាជ្ញដែលឃ្លានអាហារអ្នកខ្លាចណាស់ដូច្នេះគ្រាន់តែរមៀលចុះទៅអ្នកកំពុងទុកខ្លួនដើម្បីប្អូនស្រីរបស់អ្នកបងប្រុសលីនិយាយត្រូវខ្ញុំមិនស្រួលខ្លួនទេតើអ្នកអាចបន្ធូរបន្ថយខ្ញុំបានទេចៅវាយវ័យក្មេងទី2ដ៏ថ្លៃថ្នូរនៃវិមានរបស់អ្នកអុកញ៉ាណៃយ៉ាងយោកំពុងដកថយរួចហើយមុនពេលប្រយុទ្ធប្រសិនបើអ្នកពិតជាធ្លាក់ចេញពីភាពថ្លៃថ្នូរមែនវានឹងគួរឲ្យអាម៉ាស់ពេកបងប្រុសទី2យើងជាចោរប្លន់មិនមែនជាអ្នកសុំទានទេតើអ្នកមានក្នុងបង្អែកខ្លះទេបងស្រីឈប់ស្រែកទៅបងប្រុសនេះជាការលះបង់សម្រាប់គ្រួសារជាបន្ទុកធ្ងន់មួយដែលអ្នកកំពុងទ្រាំទ្រនិយាយច្រើនហើយញួរមកដល់ហើយឱកាសបានមកដល់ហើយគ្រាន់តែប៉ះមួយដងអ្នកនឹងដួលបែកពុះមាត់នេះគឺជាកម្រិតខ្ពស់បំផុតនៃការធ្វើពុតជាគ្រោះថ្នាក់ដែលខ្ញុំបានអនុវត្តពេញមួយព្រឹកធម្មពលខាងក្នុងដ៏ខ្លាំងក្លាមែនខ្ញុំបានរងរបួសខាងក្នុងយ៉ាងធ្ងន់ធ្ងរខ្ញុំមិនអាចបន្តទៅមុខទៀតបានទេខ្ញុំនឹងស្លាប់ហើយខ្ញុំមិនទាន់បានប្រើកម្លាំងពេញលេញរបស់ខ្ញុំនៅឡើយទេនេះគឺជាការសម្លាប់ដោយឆន្ទៈខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចាញ់ប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យអ្នកធ្វើពុតបែបនេះទេទោះបីជាប្រជាជននៃភ្នំខ្យល់ខ្មៅចាញ់ក៏ដោយក៏ពួកគេស្លាប់ដោយឈរតើអ្នកកំពុងប្រមាថបញ្ញារបស់អ្នកណាថតវីដេអូហើយអាមនុស្សអាក្រក់ឯងធ្វើឲ្យខ្ញុំខឹងខ្ញុំជេរឯងឲ្យត្រូវគេវាយរហូតដល់ស្លាប់ហើយកុំនិយាយថាឯងជាកូនកំឡោះខ្ញុំទៀតមិនអីទេប៉ុណ្ណឹងហើយយ៉ាងហោចណាស់ខ្ញុំបានជួយសង្គ្រោះដើមហាន់ថនស្ករគ្រាប់របស់ប្អូនស្រីខ្ញុំហឺមកអ្វីហ្នឹងជើងខ្ញុំមិនព្រមស្ដាប់បង្គាប់ខ្ញុំទេចាំបន្តិចដេកចុះ
ទេនេះមិនមែនបង្ហាញពីភាពទន់ខ្សោយទេវាកំពុងត្រដុសមុខអធិរាជទៅនឹងដីនេះដូចជារាងកាយដែលពោពេញដោយទឹកផ្លែឈើពេលវាពេញវានឹងផ្ទុះឡើងព្រះជាម្ចាស់ឲ្យតើអ្នកជឿខ្ញុំទេបើខ្ញុំនិយាយថាវាជាស្នាមរបួសជើងជឿខ្ញុំចុះឯងល្ងងអ្នកត្រូវគេវាឲ្យដួលហើយអ្នកពិតជាបានទាត់បរោះនោះចេញហើយមិនបានទាត់ខ្លាំងតតែសោះគាត់មិនទាន់បានជួសធ្មេញច្រើនផងតើគាត់អាចជួយខ្ញុំវាកំតិចកំទីដោយកម្លាំងតិចតួចនេះដោយរបៀបណាក្មេងចំនួនក្រោយនេះគ្មានសមត្ថភាពទេខ្ញុំគួរតែទៅទិញស្ករគ្រាប់ហាថនមួយដើមដើម្បីស្ងប់ចិត្តនេះហួសពីការប្រោះលុះហើយប៉ាកាន់តែព្យាយាមលាងវាចេញវាកាន់តែអាក្រក់ទៅវាមិនអាចព្យាបាលបានទាំងស្រុងប៉ាតើប៉ាអាចបដូរជង្គង់បានទេជង្គង់ខាងឆ្វេងរបស់ខ្ញុំស្ពឹកដោយសារលុតជង្គង់បិទមាត់ទៅប៉ាមានតម្លៃត្រឹមតែក្តារលាងចានប៉ុណ្ណោះតើកូនត្រូវការដូចថ្មីទេមែនហើយតើកូនអាចឈរនៅទីនេះបន្តិចបានទេកូនកំពុងយល់សប្តិយើងប្រាប់កូនឲ្យខ្សោយប៉ុន្តែកូនគ្រាន់តែទាត់គាត់ឡើងលើបង្គោលទង់ជាតិប៉ាខ្ញុំមិនមានបំណងទាត់គាត់ទេវាជាជើងរបស់គាត់បានរើជើងរបស់គាត់ផ្ទាល់ហើយហ៊ាននិយាយតបត់ប៉ាតាំងពីប្អូនស្រីរបស់ខ្ញុំត្រឡប់មកវិញមានរឿងចម្លែកនៅក្នុងផ្ទះរបស់យើងភូមិទី1ប្អូនស្រីរបស់ចៅប្លន់ភ្នំខ្យល់ខ្មៅបានជូនពរពួកគេឲ្យមានជំនាញក្បាច់គុណដែលមិនអាចប្រៀបផ្ទឹមបានប៉ុន្តែពួកគេត្រូវបានកម្ចាត់ចោលនៅនឹងកន្លែងលើកទី2គាត់បានជេរខ្ញុំឲ្យបាត់បង់អ្វីទាំងអស់សូម្បីតែខោត្រណប់របស់ខ្ញុំប៉ុន្តែខ្ញុំបានឈ្នះមកវិញនៅរួមល្បែងទាំងមូលលើកទី3លើកទី2គាត់បានជេរគាត់ឲ្យត្រូវគេវាឲ្យដួលប៉ុន្តែការទាត់របស់លើកទី2បានក្លាយជារឿងព្រេងនិទានហើយកូនប្រុសរបស់ឧត្តមសេនីយ៍លីបានរត់គេចខ្លួននៅនឹងកន្លែងករណីនេះត្រូវបានដោះស្រាយហើយមាត់របស់ក្មេងនេះបែរជាបញ្ច្រាស់វិញជាសំណាងអាក្រក់បញ្ច្រាស់មួយខ្ញុំបានកត់សម្គាល់ឃើញថាវាដំណើរការបានលុះត្រាតែគាត់មានអារម្មណ៍រំជួលចិត្តនិងមានអារម្មណ៍ពិតប្រាកដចំពោះអ្វីមួយវាត្រូវតែជាសេចក្តីស្រឡាញ់ចេញពីចិត្តឬស្អប់តើនេះអាចជាមន្តអាគមនៃផ្លែឈើបាតក្រហមនោះបានទេទោះបីជាដឹងពីច្បាប់នេះហើយក៏ដោយប៉ុន្តែទៅថ្ងៃមុខតើត្រូវរស់នៅយ៉ាងណាបន្តទៀតលោកនាងឲ្យសប្បាយចិត្តមានរំភើបចិត្តក៏ជូនពរគ្រួសារយើងទាំងមូលងប់តៃហោងប៉ុន្តែបើគិតត្រឡប់មកវិញចង់រស់នៅឲ្យបានសុខស្រួលនិងសម្រេចមហិច្ឆតានោះដាច់ខាតត្រូវតែធ្វើឲ្យនាងខឹងអញ្ចឹងធ្វើឲ្យនាងមើលមិនយល់ភ្នែកឲ្យនាងចេះប្រតិចឲ្យនាងខឹងនឹងភាពមិនបានការទៅគឺបានហើយតើចង់រកលុយគឺត្រូវធ្វើជាកនឹងបំផ្លាញទ្រព្យសម្បត្តិដណ្ដើមដំឡូងឈឹងរបស់នាងបង្ខំឲ្យនាងជេរចង់វាឈ្នះសង្គ្រាមត្រូវធ្វើជាកំសាឲ្យនាងចេះខ្ញុំថាជាសម្រាមនឹងដាក់បណ្ដាសាចង់ឡើងបុណ្យស័ក្តិត្រូវធ្វើជាខ្ជិលច្រអូសបង្ខំឲ្យនាងបន់ឲ្យខ្ញុំហត់ងាប់នៅលើតុលាការនេះជាផ្លូវកាត់ទៅរកភាពជោគជ័យជាលេខកូដសម្ងាត់នៃភាពរុងរឿងរបស់គ្រួសារការអាម៉ាស់ប៉ុណ្ណឹងចាត់ទុកជាស្អីទៅល្អណាស់ផ្សព្វផ្សាយបញ្ជារបស់ខ្ញុំទូទាំងគ្រួសារទាំងលើទាំងក្រោមយុទ្ធសាស្ត្រមានតែមួយគត់រកល្បិចធ្វើបាបខ្លួនឯងគ្រប់បែបយ៉ាងលុតជង្គង់សុំឲ្យព្រះអង្គជេរខ្ញុំបងប្រុសទី2ដ៏ល្ងងខ្លៅលើកជើងឲ្យខ្ពស់បន្តិចមកបងប្រុសច្បងដែលចូលចិត្តបំផ្លាញលុយយកលុយមកនេះកូនចៅលេខ1មកច្របាច់ជើងឲ្យបន្តិចការកោះហៅចូលវាំងភ្លាមនេះគឺច្បាស់ណាស់ថាដើម្បីមកពិភាក្សាពីរឿងរបួសជើងរបស់ខ្ញុំតាមពិតវាជាល្បិចកសម្លាប់មនុស្សចិត្តណាសម្លាប់នេះសូម្បីតែតធ្មនៅមុខភូមិគ្រឹះក៏អាចហិតដឹងដែរបើដោះស្រាយមិនបានល្អទេគឺត្រូវតខូតអំណាចរឹបអូស្តបហើយត្រកូលលូត្រូវរលីសាប់សូន្យតែបង្ហាញភាពទន់ខ្សោយត្រូវតែធ្វើជាកំសត់ត្រូវតែធ្វើឲ្យអធិរាជមានអារម្មណ៍ថាខ្ញុំជាមនុស្សពិការដែលចិត្តស្លាប់ទៅហើយយកអានឹងមកធ្វើឲ្យស្រក់ទឹកភ្នែកគឺលំល្មមតែម្ដងប៉ុន្តែប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេមានតែពាក្យបណ្ដាសារបស់លោកម្ចាស់ទុយទេទឹកជាការធានារស់រានមានជីវិតរបស់ត្រកូលលូខ្ញុំត្រូវតែបកគាត់ឲ្យបណ្ដាសាខ្ញុំឲ្យស្លាប់មិនល្អមករកកន្លែងយកវាមកឯនេះមកម្ចាស់តូចឈើស្ករគ្រាប់ឆាញ់គីលូរបស់លោកត្រូវបានខ្ញុំជេរខ្ញុំហើយជេរខ្ញុំថាដណ្ដើមរបស់ក្មេងមិនចេះខ្មាស់អៀនខ្ញុំជាដល់ថ្នាក់លោកម្ចាស់អភិជនដ៏ខ្ពង់ខ្ពស់ដើម្បីគ្រួសារបែរជាដល់ថ្នាក់មកដណ្ដើមដុំថ្មរបស់ក្មេងអាយុ3ខួបនេះពិតជាការស៊ូទ្រាំដ៏កំសត់ពេកហើយប្អូនប្រុសតូចរស់នៅលំបាកវេទនាខ្លាំងពេកហើយសំបីតែឈើស្ករគ្រាប់មួយឈើក៏គ្មានលុយទិញដែរឲ្យល្មមបានហើយជប់សម្ដែងទៅគ្រាន់តែចង់ស៊ីរបស់ឆ្ងាញ់ម្នាក់ឯងតើមែនទេរឿងប៉ុនក្រចកដៃសោះមើលធ្វើរកពីដូចមិនដែលបានឃើញយើងមិនហឹងទេយើងប្រទានឲ្យឯងចោះមើលចោះស្គុំឡើងមុខស្លេកអស់ហើយច្បាស់ជាមិនដែលបានស៊ីរបស់ល្អបែបនេះទេកូនស្រីឯងយកច្រឡំហើយនេះដែលខ្ញុំរៀបចំតើយើងសូមជូនពរឯងឲ្យឯងស៊ីស្ករគ្រាប់នេះឲ្យបានស្រួលបួលលេបចូលទៅទាំងអស់តែម្ដងទៅឲ្យឈាមរត់ស្រួលមានកម្លាំងមាំមួនចប់ហើយបែបនេះគឺច្បាស់ជាខូចការអស់ហើយបាទរំភើបចិត្តរហូតដល់យំមែនទេនឹងមើលទៅរបស់ដែលយើងប្រទានឲ្យគឺត្រូវចិត្តឯងខ្លាំងណាស់តើប្អូនប្រុសតូចធ្វើការឲ្យល្អណាស់យើងរងចាំឯងត្រឡប់មកប្រកាសឲ្យលោកម្ចាស់លូឆាវចូលគួរតើឯងកំពុងធ្វើបែបណាលូអើយមន្ត្រីលូឆាវឯងតើមានរឿងអ្វីកើតឡើងខ្ញុំគ្រាន់តែហៅឯងមកជែកគ្នាលេងសោះហេតុអ្វីបានជាឯងខឹងខ្លាំងរហូតដល់ក្អកខ្លាំងបែបនេះយ៉ាងម៉េចហើយស្ករគ្រាប់ផ្អែមឆ្ងាញ់ទេរំភើបចិត្តរហូតដល់យំមែនទេតើមានអារម្មណ៍ថាមានកម្លាំងធម៌ពោពេញខ្លួនអាចរស់បាន500ឆ្នាំទៀតទេព្រះរាជាទ្រង់ឆ្លៀសវៃណាស់បើលៀបសំណាងនេះឲ្យទៅឯងតើឯងយកទេមិនបានទេអន់ពេកហើយមើលទឹកមុខរបស់ឯងចុះញឹមរីកដូចផ្ការួចទៅហើយពួកយើងជាសាខាទីក្រុងរបស់ភ្នំខ្យល់ខ្មៅមិនមែនជាកន្លែងធ្វើទាននោះទេឯងញឹមផ្អែមបែបនេះឲ្យអ្នកណា subdivision ចង់ធ្វើឲ្យភ្ញៀវអ្នកមានរត់បាត់អស់មែនទេនៅមានឯងម្នាក់ទៀត
ចូលឲ្យត្រង់ខ្លួនចំហចូលរបស់ចោលកំពេចកំពកកែវភ្នែកត្រូវតែសាហាវដូចសត្វចចឃើញសត្វស្រមោចដើរកាត់ក៏ត្រូវតែទាលុយថ្លៃផ្លូវដែរបែបនេះទើបហៅថាអាជីពនេះមិនមែនជាអ្នកនាងធំតតែសោះច្បាស់ជាមេពេសាចស្រីដែលទើបតែចុះពីលើភ្នំលោកម្ចាស់ត្រូវបានធ្វើបាបហើយពួកយើងឯណាហ៊ានត្វាទៅនេះជាប្អូនស្រីពៅដែលគ្រួសារយើងទើបតែរកឃើញមកវិញមែនទេពិតជាមានភាពប្លែកខុសគេមែននេះហើយជាអូនស្រីមនុស្សក្នុងត្រកូលលូសុទ្ធតែជាត្រង់មិនសូវគិតច្រើនខ្ញុំត្រូវតែគ្រប់គ្រងចំណុចប្រែប្រួលមួយនេះឲ្យបានបង្រៀននាងឲ្យខ្លាយជាកូនក្រមុំរៀបរយក្នុងគ្រួសារអភិជនបងជាបងប្រុសទី3របស់អូនបងបានសម្រិតសម្រាំងជួអសរដុសពីរោមចុយ៉ាងល្អនិងសិភៅបុរាណដ៏គម្រោងមកជូនអូនដើម្បីឲ្យអូនស្រីបង្កើនចំណេះដឹងនិងចរិយាសម្បត្តិជាកូនស្រីអ្នកមានធម្មតាឃើញបងវិញមុខជាអៀនក្រហមថ្ពាល់ហើយរត់មកបាត់ទៅហើយកាយវិការឆ្លើយតបបែបនេះវាដូចជាមិនត្រូវសោះឬមួយក៏ខ្ញុំភ្លេចព្រះពើស្អំខ្លួនឬក៏អាវមួយឈុតនេះវាមិនសូវជួយលើកសម្រស់និងរកពីចោលស៊ីប្រញាប់ជួយបាំងមកម្នាក់នេះជានរណាគេនឹងក្លិននៅលើខ្លួនរបស់គេខ្លាំងពេកហើយអូនស្រីលើខ្លួនបងទី3មិនមានក្លិនប្លែកអីឡើយណាមិនមែនក្លិនស្អុយទេគឺក្លិនមនុស្សដែលពោពេញដោយល្បិចក៏ច្រើនពេកនឹងណាលោកពុកតើពុកទៅនាំកំលុះមុខស្រីនេះមកពីណានឹងគេខ្ញុំមកមើលទៅជាសត្វកញ្ជ្រោងដ៏ឆ្លាតវៃនៅក្រៅក្នុងចំណែកជំនាញខាងលួចមន់កូនអីចឹងសូមជួយចុចតាមដាន follow និងទស្សនាជាអ្នកចេះដឹងលេខ1ដ៏ល្បីល្បាញក្នុងក្រុមខ្លួនតែជាត្រូវគេយកទៅប្រៀបធៀបនឹងសត្វកញ្ជ្រោងមន់ទៅវិញថែមទាំងនៅក្រៅក្នុងទៀតផងការប្រៀបធៀបនេះទោះបីជាវាក្រតែវាពិតជាចំពេកហើយព្រះរាជាកុំអត់ខន្តីអីនេះគូជាបងប្រុសទី3របស់កូនជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះជាងគេក្នុងផ្ទះយើងបងរបស់កូនជាអ្នករៀបចំផែនការផ្លិតក្រដាសអ្នកចេញមកពីតបដំបងក្រហមចំណែកបងទី3របស់កូនវិញគឺជំនាញខាងកិច្ចការបរទេសដើរបោកប្រាស់គេនឹងយុទ្ធសាស្ត្រគ្រាន់តែហាប់មាត់បន្តិចគឺអាចធ្វើបាបគេឲ្យវិនាសបានយ៉ាងងាយយល់ហើយយើងយល់ហើយអីចឹងតានេះជាឆ្កែទីប្រឹក្សាដែលជំនាញខាងធ្វើរឿងថោកទាបតើយល់ហើយយើងយល់ហើយអីចឹងតានេះជាឆ្កែទីប្រឹក្សាដែលជំនាញខាងធ្វើរឿងថោកទាបតើអានឹងវាហួសហេតុជាងសេនាធិការលឿងទៅទៀតខ្ញុំជាអ្នកដែលត្រូវធ្វើជាមហាសេដ្ឋីនាយករដ្ឋមន្ត្រីណាអូនស្រីពាក្យនេះវាមិនសូវសំសោះទី3ជាអ្នករៀបចំផែនការយុទ្ធសាស្ត្រហើយយ៉ាងម៉េចផ្សេងវិញទៅដូចជាក៏ហៅថាទឹកសាអូនក៏បានដែរខួរក្បាលស្អីកញ្ចប់សាច់ស្អីស្ដាប់ទៅដូចជារបស់ញ៉ាំអីចឹងគ្មានអំណាចបន្តិចសោះហើយក្បាលឆ្កែពីរោះជាងស្ដាប់ទៅចិត្តដិតហើយសាមិញល្អទៀតបងប្រុសទី3នៅក្នុងខ្យល់ខ្មៅរបស់យើងការបានធ្វើជាក្បាលឆ្កែគឺដឹងតែជាមនុស្សចំណិតរបស់ស្ដេចហើយអ្នកផ្សេងចង់ធ្វើមិនបានផងសុំមុខហើយឲ្យតែរដងចូលចិត្តដងពួកគេពេកទីបំផុតអ្នកមកកាត់តម្រឹមអញបានហើយបងទី3ឲ្យជាឈ្មោះដែលស្ដេចប្រទាននោះជាកិត្តិយសរបស់អញហើយទោះបីជាវាធម្មតាបន្តិចមែនប៉ុន្តែវាសំនឹងឯងព្រមទទួលយកទៅនៅសារប្រជុំខ្ញុំអាចជារដ្ឋមន្ត្រីជួបតាមមួយក្លន់ជាអូនស្រីអ្នកនិយាយមិនរួចចម្លើយជាពេញជ្រុងរបស់ខ្ញុំដូចពាក្យថាអ្នកចេះដឹងក៏និយាយមិនយល់ដែរបើប្រឆាំងមុខជាត្រូវបងប្អូនគេព្រួតគ្នាវិញតែក្រុមទឹកអាចចូលទៅដល់ចំណុចស្នូលហើយរៀបចំផែនការបណ្ដាបើអីចឹងប្រុសទី3សូមអរព្រះគុណស្ដេចដែលប្រទានឈ្មោះហើយអនុញ្ញាតចូលក្រុមមកទៅថ្ងៃមុខបើមាននរណាហ៊ានមកធ្វើបាបយើងឯងមានតួនាទីស្ទុះទៅខំវាខ្ញុំជាទីប្រឹក្សាក្បាលឆ្កែមិនមែនជាឆ្កែមែនទេណាអ្នកទាំងអស់គ្នាឃើញហើយមែនទេសូម្បីតែទីប្រឹក្សាក្បាលឆ្កែក៏ចូលរួមដែរនៅក្នុងសាខាក្រុមរបស់យើងកាន់តែច្រើនឡើងហើយទាំងអស់គ្នាត្រូវតែខំប្រឹងហាត់មិនបានមាននរណាឲ្យទីប្រឹក្សាក្បាលឆ្កែខំអ្នកនោះហើយស្មានតែជារឿងតែខ្លាចជាមេបិសាចឆ្លាចចោលទៅវិញមិនត្រឹមតែឃ្លីការបន្លំខ្លួនរបស់ខ្ញុំទេថែមទាំងក៏គួរឲ្យខ្មាស់អៀនដែលលៀងមិនជ្រះទៀតផងអូនស្រីដ៏ល្អពួកយើងនៅមានពេលវែងឆ្ងាយទៀតនៅក្នុងពិធីប្រឡងកំណាប់ឲ្យឆ្លងលេងប្រុសច្បាស់ជាធ្វើឲ្យអូនយំអង្វរឲ្យបងបង្រៀនអក្សរមិនខានកូនទី3ឥឡូវនេះបងធំបងទី2គ្រប់គ្រងកម្លាំងយោធាឯងត្រូវតែដណ្ដើមយកតំណែងមេដឹកនាំអក្សរសាស្ត្រអាចត្រួសត្រាយផ្លូវសម្រាប់មហិច្ឆតាដ៏អស្ចារ្យរាប់ពាន់ឆ្នាំកុំបារម្ភពីវិធីបណ្ណាថ្ងៃស្អែកកូនច្បាស់ជាដណ្ដើមបានលេខ1មិនខានឯងក៏ដែរមែនទេបងធំនិងបងទី2តែចង់ចាញ់ប៉ុន្តែលទ្ធផលចុងក្រោយបែរជាឈ្នះនេះបញ្ជាក់ពីអ្វីគឺមាត់របស់ស្ដេចគឺត្រូវគេប្រកាសបណ្ដាសាគឺនឹងបានសម្រេចនងភ្លាមបនឲ្យគេជេរឯងទៅដើម្បីកិត្តិយសរបស់គ្រួសារទៅសុំឲ្យគេជេរទៅ1គ្រាប់2គ្រាប់ប្អូនស្រីមិនតាន់គេងទេហ៎ធ្វើស្អីហ្នឹងយប់ជ្រៅប្លែកមិនព្រមគេងរត់មកបន្ទប់របស់យើងធ្វើអីបងប្រុសទី3មានបំណងមកជួយបង្រៀនបន្ថែមឲ្យអូនស្រីតើបងប្រុសទី3មានបំណងមកជួយបង្រៀនបន្ថែមឲ្យអូនស្រីតើខ្ញុំមិនស្ដាប់ទេយើងជាស្ដេចណាមានដែលឃើញស្ដេចឯណាមកអង្គុយរៀនសូត្រអក្សរទេរាល់ច្បាប់ទម្លាប់គឺយកទង្វើជាធំប្រញាប់ជិះខ្ញុំមកប្រញាប់ដាក់បណ្ដាសាខ្ញុំមកជេរចេញមកទឹកនេះខ្ញុំច្បាស់ជាឈ្នះហើយទី2គឺការវាយដំមានសង្ឃឹមហើយមើលទឹកមុខនេះច្បាស់ជាធុញទ្រាន់ខ្លាំងណាស់ហើយនឹងផ្ទុះកំហឹងជេរខ្ញុំហើយព្រះរាជាតើវាពិបាកស្ដាប់នឹងគួរឲ្យធុញណាស់មែនទេតើមានអារម្មណ៍ថាបងទី3អត់ប្រយោជន៍ខ្លាំងណាស់មែនទេចេះតែមកសូត្រសៀវភៅអត់ប្រយោជន៍ទាំងនេះប្រញាប់ជិះខ្ញុំមកប្រញាប់ចោលថាខ្ញុំមានចំណេះដឹងប្រញាប់ជិះថាខ្ញុំតាមដានខ្ញុំបន្តឆ្កែឯងកុំសូត្រទៀតអីមកហើយទីបំផុតហៀបនឹងជេរខ្ញុំហើយមេដឹកនាំអក្សរសាស្ត្ររបស់ខ្ញុំច្បាស់ជាចប់ហើយឯងហត់នឿយខ្លាំងណាស់ហើយសូត្រយូរយ៉ាងនេះស្ងួតមាត់អស់ហើយឯងសូត្របានពីរោះខ្លាំងណាស់ធ្វើឲ្យក្នុងចិត្តរបស់យើងមានអារម្មណ៍ថាកក់ក្ដៅនិងស្ងប់ចិត្តខ្លាំងណាស់យើងសម្រេចចិត្តហើយថានឹងផ្ដល់ប្រជ័យឯងកុំអីអ្វីដែលខ្ញុំចង់បានគឺបណ្ដាសាបញ្ច្រាសមកវិញហើយធ្វើឲ្យមនុស្សគ្រប់គ្នាដឹងថាកញ្ជ្រោងដ៏ឆ្លាតវៃនៅក្រៅក្នុងនៃជំរំយើងគឺមានចំណេះជ្រៅជ្រះជាងគេបំផុតចប់គ្រប់យ៉ាងហើយនេះជាការឲ្យពរជ័យចេញពីចិត្តពិតប្រាកដទៀតផងតាមច្បាប់ហុចផលបញ្ច្រាសថ្ងៃស្អែកមិនមែនខ្ញុំត្រូវខ្លាចជាមនុស្សគ្មានចំណេះដឹងហើយនិយាយចេញមកសុទ្ធតែពីអសុរស្រីអាចដកពាក្យសម្ដីវិញបានទេដកវិញធ្វើអីមិនបាច់អរគុណទេទៅគេងឲ្យស្កប់ស្កល់ទៅស្អែកយកលេខ1មកជូនយើងវិញឲ្យបានណានិយាយចេញមកសុទ្ធតែពីអសុររូបភាពនោះពិតជាអស្ចារ្យពេកហើយខ្ញុំមិនហ៊ានគិតដល់ឡើយលោកពុកកូនជាកូនមិនកតញ្ញូទេពិធីកំណាព្យថ្ងៃស្អែកអាចនឹងប្រែកសិទ្ធិជាពិធីបុណ្យសពរបស់កូនទៅវិញហើយល្អណាស់ពាក្យថាអ្នកណាហ៊ានមិនចុះចូលល្អអ្នកថាជាមផុតពេញដីយើងស្ដាប់ទៅគប់ចិត្តណាស់គ្រាន់នឹងពួកអ្នកចេះដឹងដែលចូលចិត្តកំណាព្យឲ្យអូនឯឥតប្រយោជន៍ទាំងនោះណាស់មានតែកំណាព្យរបស់គេមានអំណាចនិងមានរដ្ឋបាលមេចាក់ទម្លុះនេះទើបជាឈាមជាប់ពិតប្រាកដរបស់បុរសរបស់មហាជៅហើយនេះក៏ជាចុះគំនិតរបស់អ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ដែរមែនទេខួរក្បាលទៅហើយមួយតែគាត់រំលោភបែបនេះតើអ្នកណាហ៊ានទៅវ៉ា
មេដឹកនាំពិតជាឆ្លៀសវៃណាស់ពីដំបូងបារម្ភថាគេជាមនុស្សលាក់ពុតដែលមានគំនិតជ្រៅតែឥឡូវមើលទៅគ្រាន់តែជាមនុស្សក្បាលរឹងគ្មានខួរក្បាលនិងវីរខ្ពស់តែប៉ុណ្ណោះនៅក្នុងពិធីប្រឡងសម្រាប់ពួកមន្ត្រីស៊ីវិលមិនទុកគេឡើយគេគ្មានជោគប្រវត្តិសាស្ត្ររបស់យើងនោះទេមានចរិតក្រំក្រំប្រកួតពានរង្វាន់អ្នកនាំមុខផ្នែកអក្សរសាស្ត្រប្រកួតមាស100ដំឡឹងថ្ងៃក្រោយឲ្យគេចូលវាំងឲ្យបានញឹកញាប់មកកំដរយើងជ័យកំសាន្តពីរឿងកំណាព្យនិងបទចម្រៀងជីវិតជាអ្នកប្រាជ្ញ10ឆ្នាំរបស់យើងចុងក្រោយបែរជាត្រូវរស់នៅដូចជាចោរព្រៃទៅវិញអ្នកវីលូតាជួយមកចូលកែវដើម្បីអបអសាទរលោកគ្រូកំណាព្យឲ្យក្បាលឆ្កែទទួលបានជ័យជំនះតាំងពីចាប់ដើមស៊ីក្បាលឆ្កែតើពាក្យជូនពររបស់ស្ដេចយើងស័ក្តិសិទ្ធទេឥឡូវគ្រប់គ្នាដឹងពីកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ភ្នំហ្វុងខ្មៅយើងហើយមែនទេស័ក្តិសិទ្ធណាស់ស័ក្តិសិទ្ធរហូតដល់ខ្ញុំចង់និយាយដើម្បីអបព្រះគុណម្ចាស់ថ្លៃនេះជាតម្លៃដែលត្រូវបង់សម្រាប់ការធ្វើជាគ្រូកំណាព្យឲ្យក្បាលឆ្កែមែនទេមានអ្វីមិនស្រួលទេអ្នកណាហ៊ានវ៉ាវលោកពុកនៅលើក្នុងផ្ទះយើងមានប្រជាយៈមួយក្បាលដុះមកមែនទេខ្លាចជាបិសាចហើយមែនទេនេះជាបងប្អូនរបស់អ្នកលូយីនអ្នកជាអ្នកសិក្សាប្រចាំសាខាយើងគេធំដឹងក្តីនៅក្នុងជំរំការពារសម្ងាត់តាំងពីតូចហាត់ជំនាញលាក់ខ្លួននិងធ្វើឃាតគ្រាន់តែមានបញ្ហាបន្តិចបន្តួចបងតោងនៅលើនោះមិនហត់ទេហ៎នេះគេហៅថាជំងឺខ្លាចសង្គម phobia ចុះមកលឿនមកកុំខ្លាចឲ្យកុំមិនស៊ីសាច់មនុស្សទេនេះជាសាច់ដែលឆ្លងមកឲ្យលោកផងស៊ីកាឡមនុស្សបាត់ទៅណាហើយវារហ័សណាស់ខ្លាចបែកខ្លួនលឿនជាស្បាទៅបានមិនទៅលួចអីវ៉ាន់គឺថ្ងៃក្រោយបើពួកយើងត្រូវទាហានឡំពាត់ទុកឲ្យគេកាន់ប្រាក់រត់មុនគេចុះច្បាស់ជាមិនខុសទេសមាជិកក្រុមយើងបងធំគ្រាន់តែចង់ចាញ់ល្បែងតែត្រង់ពីគ្រាន់តែចង់ធ្វើជាមនុស្សទន់ខ្សោយតែគាត់បងគ្រាន់តែចង់លាក់ខ្លួនតែនិយាយមួយមកខ្លាចជាកំពូលអ្នកធៀបព្រះការលាក់ខ្លួនបូករួមទាំងអាទិទេពចោរព្រៃដែលនាំស៊ុយម្នាក់នេះទៀតគ្រួសារនេះពិតជាមានអនាគតវែងឆ្ងាយរកលេខដាក់គ្មានឡើយទោះបីជាពីថ្ងៃនេះដំណើរការរហ័យរហួសបន្តិចហើយគ្រប់គ្នាក៏ត្រូវបង់ថ្លៃយ៉ាងឈឺចាប់ខ្លះក៏ដោយប៉ុន្តែគោលដៅរបស់យើងបានសម្រេចហើយស្ដេចបានបន្ថយការប្រុងប្រយ័ត្នចំពោះយើងយ៉ាងខ្លាំងនេះសុទ្ធតែជាគុណសម្បត្តិរបស់ព្រះរាជាទាំងអស់ទីប្រឹក្សាកង្ហាក្រដាស់ក៏មានដំបងក្រហមក៏មានគ្រូក្បាលឆ្កែក៏មានអ្នកស៊ើបការក៏មានកម្លាំងប៉ុណ្ណេះទៅប្លន់វាំងហ្លួងក៏ល្មមគ្រាន់ដែរល្អណាស់មនុស្សគ្រប់ចំនួនស្បៀងអាហារគ្រប់គ្រាន់យើងប្រកាសថាចាប់ពីថ្ងៃស្អែកទៅសាខាក្រុងហ្លួងភ្នំហ្វុងខ្មៅរបស់យើងបើកដំណើរការជាផ្លូវការគោលដៅរបស់យើងគឺប្លន់ឲ្យខ្ទេចពេញទីក្រុងហ្លួងពង្រីកខ្លួនឲ្យកាន់តែខ្លាំងក្លាមានអ្វីមិនស្រួលទេមានភ្នែកមួយគូកំពុងសម្លឹងមើលផ្លូវមន់របស់ខ្ញុំអ្នកណាវាយលោកពុកនៅក្នុងផ្ទះយើងមានប្រជាយៈមួយក្បាលទម្លើក្នុងផ្ទះខ្លាចជាបិសាចមែនទេនេះជាបងប្អូនរបស់អ្នកលូយីនគេជាអ្នកស៊ើបការប្រចាំសាខាអ្នកស៊ើបការគេធំដឹងក្តីនៅក្នុងជំរំការពីតាំងពីតូចហាត់ជំនាញលាក់ខ្លួននិងធ្វើឃាតគ្រាន់តែជំងឺបន្តិចបន្តួចគឺខ្លាចសង្គមបងបួនកុំញ័រអីឲ្យកនាំបងដើរមើលភ្នំនិងរកទីតាំងល្អក្នុងនាមជាអ្នកស៊ើបការត្រូវចេះលាក់ខ្លួនក្នុងចំណោមមនុស្សលោកយល់ទេមកហើយឬសំលេងខ្យល់បក់មកហើយណែពួកឯងបានឬរឿងនឹងទេរឿងនៅទីលានហាត់គុនកាលពីម្សិលមិញកូនប្រុសនៃគ្រូសាលូពិតជាមិនមែនជាមនុស្សទេគេមានកម្ពស់3ហត្ថចង្កេះទំហំ3ហត្ថគ្រាន់តែស្រែកមួយម៉ាត់ធ្វើឲ្យកូនប្រុសរបស់មេតបលីខ្ទាតចេញទៅបាត់និយាយផ្ដេសផ្ដាស់គឺទាត់មួយជើងឲ្យខ្ទាតទៅលើចង់បង្គោលទងជាតិសន្លប់អស់3ម៉ោងជាប់នៅក្នុងសាច់ឈើឯណោះចង់មិនមែនជាបិសាចសម្រាប់មនុស្សមិនពេចទេអីនេះហើយដែលហៅថាសាហាវយំក្នុងពួកឯងមិនទាន់ឃើញលូកូកុងទេនោះទៅជាស្ដេចភ្លើងកូនទី2របស់លូគឺដូចឪពុកជាងដូចមិនអានសិភៅរីជវាំងសម្រាប់សម្លឹងមើលតែមួយផ្លែធ្វើឲ្យព្រះរាជាសង្គមអង្វរឲ្យគេត្រឡប់ទៅផ្ទះព្រះឲ្យសំបីតែព្រះរាជាក៏គេហ៊ានបំភ័យដែរហើយគេជាមហាចៅលំដាប់ទី1ក្នុងរាជធានីអ្នកណាហ៊ានប៉ះអ្នកនោះមកបើដើរកាត់វាមានកូកុងត្រូវតែដើរវិញឆ្ងាយគ្រាន់តែគេសម្លឹងមើលមួយផ្លែក៏ត្រូវសប្បអាក្រក់ដែរតើពាក្យចាំអារ៉ាមឈួតលប់អីហ្នឹងទី2គ្រាន់តែរមួលក្រពើជើងចំណែកលោកពុកគឺឆ្លក់ស្ករគ្រាប់ផ្លែឈើទេតើចប់ហើយប្អូនស្រីច្បាស់ជាខូចចិត្តនឹងពិបាកចិត្តខ្លាំងណាស់ប្អូនស្រីកុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាស់លោកពុកនិងបងប្រុសទី2តាមពិតជាមនុស្សល្អណាស់ល្អនិយាយបានល្អខ្លាំងណាស់អាថតឯងយឺទេភ្នែករបស់ Rogeris គឺភ្លឺច្បាស់ដូចកញ្ចក់ដំបូងឡើយខ្ញុំបារម្ភថាពួកឯងសម្ដែងធ្វើជាមនុស្សអាក្រក់មិនបានល្អបារម្ភថាពួកឯងមិនអាជីពមិនអាចលើកមុខមាត់ភ្នំហ្វុងខ្មៅបានប៉ុន្តែឥឡូវនេះខ្ញុំអស់បារម្ភហើយខ្ញុំអស់បារម្ភទាំងស្រុងហើយស្ដាប់មើលគេឈ្មោះនេះចុះនេះហើយដែលហៅថាភាពអស្ចារ្យនេះហើយដែលហៅថាអំណាចបំផិតបំភ័យទាត់មួយជើងជាប់ក្នុងសាច់ឈើសម្លឹងមួយផ្លែធ្វើឲ្យលើកជង្គង់ចុះចាញ់មេបឋមនេះហើយជាកំពុងមនុស្សក្នុងសម័យវឹកវរនេះមិនមែនជាទូអង្គមហាវីរកទូអាក្រក់ដែលប្រាថ្នាចង់បានបំផុតទេអីឲ្យក៏ពិតជាមនុស្សដែលស៊ូគ្រីជ្រើសរើសមិនសំបីតែចាប់ជាតិមកកើតក៏ចង់កន្លែងល្អម្លេះគ្រួសារមួយនេះអស់ឆ្នាំមើលហើយអស់លោកដែលជាឆ្អឹងខ្នងនិងបណ្ដាអាមាត្យឲ្យទាំងឡាយថ្ងៃនេះឲ្យក៏បាននាំអ្នកស៊ើបការទៅត្រួតពិនិត្យទឹកដីហើយបានពាក្យចាំអារ៉ាមក្នុងលោកទៅពីសាខារបស់យើងចប់ហើយនាទីមិនច្បាស់ជាបានពាក្យចាំអារ៉ាមមិនទំនងទាំងនោះហើយក្រាបទូព្រះរាជាតាមពិតរឿងទាំងនោះសុទ្ធតែជាការយកច្រឡំតែនិយាយគ្នាខុសពីការពិតប៉ុណ្ណោះមិនបាច់បញ្យល់ទេឲ្យក៏ដឹងទាំងអស់គឺមកពីសមត្ថភាពយើងខ្លួនធម្មតាបានឡើយអក្សរខ្មែរគឺជាមនុស្សសាហាវពិតប្រាកដទាត់គេជាប់សាច់ឈើសង្ហាខ្លាំងណាស់ថ្ងៃក្រោយបង្រៀនឲ្យក៏ផងណានេះកំពុងសរសើរខ្ញុំមែនទេលោកចាស់កូនចៅលំដាប់ទី1មិននឹកស្មានថាស្អីចាំព្រះរាជាខ្លាចអញដែរគ្រាន់តែដកដង្ហើមមួយធ្វើឲ្យព្រះរាជាភ័យស្លាប់ទៅហើយធ្វើបានល្អណាស់នេះហើយជាបារមីរបស់អ្នកដឹកនាំដ៏អស្ចារ្យនោះជាពាក្យចាំអារ៉ាមទេខ្ញុំគ្រាន់តែឆ្លក់ស្គាល់ខ្ញុំណាហ៊ានទៅបំភ័យព្រះរាជាទៅសុទ្ធតែជាការប្រដៅល្អរបស់ព្រះរាជាទេថ្ងៃក្រោយទូបង្គំនឹងខំប្រឹងធ្វើបែបនឹងទៅត្រូវក្នុងនាមជាគ្រូសាស្ត្រមហាទូអន្តរទី1ក្នុងរាជធានីថ្ងៃក្រោយធ្វើការត្រូវតែជាងនេះបន្តិចកុំខ្លាចបង្កការចេញរឿងអីឲ្យក៏អ្នកធានាបើអ្នកណាមិនសុខចិត្តទុកឲ្យអក្សរខ្មៅទៅទាត់វាឲ្យគ្រូក្បាលឆ្កែទៅជេរវាឲ្យលូចាស់ទៅបំភ័យវាឲ្យងាប់តែម្ដងព្រះម្ចាស់ថ្លៃតូចរបស់ខ្ញុំឲ្យពួកយើងគ្រាន់តែចង់រក្សាជីវិតតែប៉ុណ្ណោះនេះព្រះអង្គកំពុងតែបង្ខំពួកយើងឲ្យដើរចូលផ្លូវងាប់ហើយតើប្រភ្នំមិនល្អដល់ហើយបេះដូងដ៏ល្អរបស់ខ្ញុំត្រូវប្រឡាក់ហើយត្រូវតែលុបបំបាត់វាចេញក្រាបទូព្រះរាជាពួកយើងជាគ្រួសារទូអាក្រក់លំដាប់កំពូលសំបីតែហូបបាយក៏ត្រូវមានរបៀបរៀបរយដែរចុះហេតុអ្វីបានជាបាយ3គ្រាប់នេះមិនស្ថិតនៅក្នុងចានតើពួកវាវង្វេងផ្លូវមែនទេ
នេះជាច្បាប់ក្នុងលោកធំជប់ភ្លាមប្រឡាក់ណាស់ប្រឡាក់ខ្លាំងណាស់នោះជាណាទីនោះសុទ្ធតែមេរោគនរណានៅខាងក្រៅលើកទៅនេះទៅដុតចោលភ្លាមចាប់ព្រះរាជាទុកខ្ញុំត្រូវលាងដៃឲ្យត្រង់ឲ្យបាន10 ដងញាតិមិនទាន់បានសរសេរសៀវភៅបញ្ជីមិនទាន់បានគិតលុតជង្គង់ក៏មិនទាន់គ្រប់ពេលពួកយើងសូមដកថយមុនហើយពួកក្បត់មួយក្រុមនេះគ្មានអ្នកណាអាចជួយឯងបានទេមេកាបើលោកឪពុកនឹងរៀមច្បងគ្រប់គ្រងឯងមិនបានគឺមានតែបែកខ្លួនឯងនេះហើយចេញមុខមកចាត់ការយប់នេះវូទឹកសិនទៅស្អែកនេះការហ្វឹកហាត់ពិសេសនឹងចាប់ផ្ដើមត្រូវតែចេះដឹងពីមាយាទរបស់កូនស្រីអភិជនមេកាយដល់ពេលក្រោកហើយម៉ែមកបង្រៀនមាយាទនឹងច្បាប់ទម្លាប់ដោយផ្ទាល់ដៃជួយផងមានគេប៉ងសម្លាប់មេកាយហើយខ្ញុំមិនស្ដាប់ទេមិនស្ដាប់ដាច់ខាតយើងជាចោរព្រៃមិនបាច់មានមាយាទថ្លៃថ្នូរអីទេគ្រាន់តែចេះប្លន់យកលុយទៅបានហើយនិយាយផ្ដេសផ្ដាស់ទូចោរព្រៃក៏ត្រូវតែធ្វើជាចោរព្រៃដែលមានកម្រិតនិងថ្លៃថ្នូរដែរវគ្គទី1ហាត់ដើរតម្រង់ខ្លួនទូចាននៅលើក្បាលលើកដៃត្រង់បើកំពុកទឹកតែមួយដំណក់ត្រូវធ្វើឡើងវិញម៉ែជើងយើងស្រពន់អស់ហើយសុំសម្រាប់បន្តិចបានទេមិនបានទេកាលពីមុនម៉ែហ្វឹកហាត់ទូទាំងទឹកតែកំពុងពុះក្តៅផងរងឲ្យជាគេឈ្មោះមិនសូវល្អប៉ុន្តែច្បាប់ទម្លាប់នៅក្នុងផ្ទះមិនអាចឲ្យញ៉ៃបានទេត្រូវតែមានអរិយាប័ត្រសមរម្យនិងទន់ភ្លន់ម៉ែលោកម៉ែពិបាកខ្លាំងណាស់ដើម្បីគ្រួសារមួយនេះម៉ែត្រូវតែទ្រាំអត់ធ្មត់និងតឹងតែងគ្រប់ពេលវេលាខ្លួនយើងនេះពិតជាអាណិតម៉ែខ្លាំងណាស់កូនល្ងងម៉ែមិនពិបាកទេម៉ែមិនបាច់និយាយទៀតទេយើងសូមជូនពរម៉ែជូនពរឲ្យម៉ែមានភាពថ្លៃថ្នូរទន់ភ្លន់ល្អប្រពៃនិងគោរពច្បាប់ទម្លាប់រហូតទៅសក់មួយសរសៃក៏មិនឲ្យញ៉ៃញ៉ៃដែរទៅងាប់ទៅអាភាពថ្លៃថ្នូរស្អីនឹងស្រួលខ្លួនណាស់ទៅងាប់ទៅអាភាពថ្លៃថ្នូរស្អីនឹងស្រួលខ្លួនណាស់ទៅខ្វល់ធ្វើអីរឿងរៀបសារនោះស្រួលណាស់វើយនរណានៅទីនោះយកស្រាមកយកទឹកលាងជើងបែបនេះមកបោកប្រាស់នរណាទៅយកស្រាខ្លាំងដាក់ចានធំមកលោកជំទាវស្អីគេហៅមេធំអស់តោះភ្លីភ្លើធ្វើអីគ្នាដទៃទៀតលេងភ្លេងបន្តរំបន្តទៅយកច្បាប់ទម្លាប់ស្រីកំបិតកំពកទាំងឡាយដុតចោលអស់ទៅនេះនៅជាលោកជំទាវអាគមហាសេនាទៀតមែនទេជាការភ័ន្តច្រឡំមែនទេម៉ែតាមពិតម៉ែឯងលាក់បាំងសមត្ថភាពសោះម៉ែឯងពិតជាមនុស្សខ្លាំងតែលាក់ខ្លួនជ្រៅបំផុតរកពីដូចបងធំនេះមើលទៅដូចចោលប្លន់ជាងលូទៅទៀតពិតមែនហើយបើម៉ែឯងមិនត្រូវឯងបោកទេម្លេះសម្ដៅលោកលុយក្នុងលោកនេះបាត់ហើយកូនស្រីចាំទុកស្រីរស់នៅត្រូវធ្វើតាមចិត្តចង់បើមាននរណាហ៊ានមកដាក់ច្បាប់លៀងវាឲ្យដំណំទៅតោះម៉ែនាំកូនទៅដុតសៀវភៅកំតិចនោះហើយទៅសាច់នៅចង្ក្រានក្រោយផ្ទះមិនកើតទេម៉ែខ្ញុំម្នាក់នេះមិនដឹងជាដុតទាំងផ្ទះចោលផងក៏មិនដឹងម៉ែចាសាច់អាំងមិនទៅទេគឺយើងមានជំនួយរាប់លានដំឡឹងត្រូវចរចាម៉ែវល់មុនចោះធ្វើខ្លួនឲ្យសប្បាយបន្តចោះយើងសុំដកខ្លួនមុនហើយកុំរត់ម៉ែមិនទាន់បានបង្រៀនកូនលេងប៉ាវចាក់សោះគួរឲ្យខ្លាចពេកហើយពោជ័យបញ្ច្រាស់ទីនេះធ្វើឲ្យកូនស្រីអភិជនខ្លាចជាមេបងធំហើយមែនទេមិនកើតទេផ្ទះនេះគ្រោះថ្នាក់ពេកហើយគ្មាននរណាម្នាក់ធម្មតាសោះមានតែនៅខាងក្រៅទេទើបមានសុវត្ថិភាពលើកនេះយើងត្រូវរត់ចេញពីផ្ទះអូមិនមែនទេគឺទៅចោះត្រួតពិនិត្យជាសម្ងាត់នេះហើយជាក្លិនអายនៃសេរីភាពគ្មានច្បាប់ទម្លាប់គ្មានចានក្បាច់ហើយក៏គ្មានម៉ែដ៏គួរឲ្យខ្លាចដែរផ្ទះនេះដូចជាជំរំខ្លានឹងនាគអញ្ចឹងឪពុកធ្វើជាស្លាប់បងធំស៊ីខ្សែលើបងប្រុសទី2ដេញធាក់គេឯម៉ែវិញស្រវឹងលបឡាយទាំងអស់គ្នាមិនប្រក្រតីសោះនៅតែពិភពលោកខាងក្រៅមានសុវត្ថិភាពជាងពួកជាមថតនៅរាជធានីទាំងឡាយឲ្យយើងមកជួយសង្គ្រោះពួកឯងហើយស្គមពេកគ្មានសាច់គ្មានឈាមកាច់ណាស់ដូចយើងដែរទ្រុឌទ្រោមពេកមិនមានលុយដូចយើងឯងគ្មានលុយផងមកស៊ីដំឡូងជ្វាធ្វើអីស្លៀកពាក់សំរុំដូចមនុស្សពេញលក្ខណៈតាមពិតទៅគឺមកស៊ីហ្វ្រេសោះថ្ងៃនេះបើមិនព្រមដកលុយពីរដកមកទេយើងនឹងប្តឹងមន្ត្រីឲ្យមកចាប់ឯងទៅជួបមន្ត្រីភ្លាមលោកបងខ្លាំងពូកែឲ្យលែងដៃសិនទៅខ្ញុំនឹងអ្នកបម្រើបានវង្វេងគ្នាហើយលុយគឺនៅលើខ្លួនគេតើខ្ញុំអាចសរសេរលិខិតសន្យាឲ្យលោកមុនបានលិខិតសន្យាអីលុយតែពីរដកសោះមកសរសេរលិខិតសន្យាចង់បោកប្រាស់នរណាចរិតឯងគឺចោលបន្លំចាស់ភាសាច្បាស់ណាស់ខោអោរក៏ជាលួចគេមកហើយមនុស្សមើលទៅថ្លៃថ្នូរតែមកស៊ីដាច់លុយដំឡូងជ្វាសម័យនេះពួកបោកប្រាស់ពូកែសំដែងណាស់គួរឲ្យអាម៉ាស់ជាងការក្អួតឈាមនៅក្នុងព្រះរាជដំណាក់ទៅទៀតថយចេញទៅមកចំរោមមើលធ្វើអីបើជន់ងាប់ស្រមោចមួយក្បាលក៏មិនបាច់សងជីវិតដែរមិនក៏មានក្មេងប្រហានមកពីណាចំណែកឯតាកញ្ចាស់នេះវិញអាយុច្រើនប៉ុណ្ណឹងហើយបែរជារស់នៅវេទនាម្លេះលុយពីរដកក៏ដកមិនចេញផងកាន់នេះរបស់គាត់យើងជាវាំងជាអ្នកទូទាត់ឲ្យមិនបាច់អាប់ទេលុយដែរនៅសល់ទាំងប៉ុន្មានយកដំឡូងជ្វាទាំងអស់ខ្ចប់ឲ្យតាកញ្ចាស់នេះស៊ីឲ្យឆ្អែតទៅនៅភ្លីភ្លើធ្វើអីទៀតប្រញាប់ច្រកចូលស្បង់ទៅបាទលោកម្ចាស់តូចសូមរងចាំបន្តិចបាទ
ta cảnh cha nơi thmăng thưa ấy tiệt lì lang tơ ní chỉ biên robot lục hời dương lì ấy mũi chi vật robot dương thọp ly tai preri chun chko tai pe ní bài chi trơ một ly đầm lông chui tơ vinh chọc đi dê ép preyoi tơ đa tam dương một nơi khung đi thiên ní dương chiều viang nâng ca pia lục anh đà tam lục mà chắc tôi hời lục tới tại đại xã biếtสัญญา tha nâng đo bài tập ở khi ông chạy nè công bà rồng ấy dương miên sạch si nú lục anh con mình khoa sụp mùi mặt đài chọc hời make room hời prerich bột trơ kê là buông nôm dọc từ bạch hời lục tà hung nhom có chia mình nụ miên Visna công sắp đôi lục tà đài cái đào lục tà hung ai ayu bên nâng hời xong bấy tại bay có nhắm mình chạy đài men hai mình đài ba nham rồi bò đài cái đào ôn bài mi sọ đào tam dương tớ miên bài cái đào ở lục ta nhắm chạy mình khoa tề mấy cái tôi lục sray mình khai nhom chỉ phụ nẹ chui đục mình tế miên ấy trơ khai nhom mơ tờ lục ta đôi chia ta cha ai có đại miên nẹ nam mơ thành chăng ta con cha nộp te rồi bò lục ta bạc có chỉ từng tấn rung trăm chạy drop sầm bát men tế drop sầm bát cruisa thông thênh pe côn pro có miên trán phụ kê sấp tay trong bình đền nhom tranh đầm bấy cục krong đại khuôn ảnh nhom đăng chba na phụ côn ọc từ nhô từng nì bất chỉ miên côn thò to tại sọ lục ta huống tam bất tây dương có đôi chia lục ta đẻ cứ chi mình miên Visna công sọt mình nè là monster ngọp hai than từng trơ ỏi dương tam cay cùng hong ở phụ kê rót ngày hot nơi khu có ba khlang nè nơi khung ri chuang từng mũ miên nè na mình nè miên chất smart trong nâng dương lai ai bột trà từng lai đăng tay pi đần đam ẩm nai khmi rót ngày bất chi sầm nang na đại miên khmeng mình nè ni a chắc tục dương chỉ ta chắc thầm đam mình nè tầm bấy chế công san bần thu arомពួកយើងពិតជាមនុស្សធ្លាក់ខ្លួនក្នុងវាសនាដូចគ្នាពិតមែនបានហើយឈប់សើចទៅគួរឲ្យខ្លាចណាស់យើងសម្រេចចិត្តទទួលលោកតាធ្វើជាកូនចៅក្រៅក្រុងជាផ្លូវការហើយថ្ងៃក្រោយបើគ្មានបាយញ៉ាំឬត្រូវកូនប្រុសបណ្ដេញចេញពីផ្ទះលោកតាអាចមករកយើងបានបើអញ្ចឹងខ្ញុំតាចាស់សុំតង់កិច្ចចានុភាពហើយលោកស្រីថាមេកឲ្យទៅចុះអនុញ្ញាតចេញមកក្រៅប្រញាប់ពេកស្គរក្របមួយដុំនេះលោកតាយកទៅញ៉ាំលេងឲ្យឯងមកទៅទុំថ្មនេះនៅជាប់នឹងខ្ញុំជាច្រើនឆ្នាំហើយចាត់ទុកជាការដូចជុកមុខឲ្យលោកស្រីយកទៅលេងចុះស្អីហ្នឹងដុំថ្មបាក់បែកមួយដុំសោះតែគ្មានតម្លៃបន្តិចសោះទទួលយកទៅថ្ងៃក្រោយយកទៅកិនក្របអាល់ម៉ុនប្រហែលជាស្រួលប្រាណាស់មានការលំបាកអីដែលឆ្លងមិនផុតគ្រាន់តែប្រាប់យើងថាយើងនឹងជួយដោះស្រាយឲ្យពួកយើងហៅថានេះជាការជួយសង្គ្រោះចំគោលដៅល្អណាស់ព្រមព្រៀងគ្នាតាមនឹងបើមានអ្នកណាធ្វើបាបលោកតាគ្រាន់តែប្រាប់ឈ្មោះមេកៃឡូនៅភ្នំហៃហ្វុងទៅមេកៃឡូនៅភ្នំហៃហ្វុងគួរឲ្យចាប់អារម្មណ៍មែនពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មេកៃតូចយើងចងចាំទុកហើយលើកក្រោយនឹងយកនំនៅក្នុងវាំងមកផ្ញើមិនអាចបណ្ដោយឲ្យនាងមើលងាយថាយើងក្រីក្រនោះទេស្ដេចឲ្យខ្ញុំមកដើរល្បាតភ្នំចាប់ជៀមហោះមួយធ្វើជាអាហារពេលល្ងាចផ្អើលពេញក្រុងហើយជួយរកឲ្យខ្ញុំផងបញ្ជូនមនុស្សទាំងអស់ចេញទៅឲ្យអស់ទៅប្រសិនបើស្ដេចបាត់បង់សក់តែមួយសរសៃពួកឯងទាំងអស់គ្នាត្រូវកាត់ក្បាលមកជួបខ្ញុំអ្នកណាអាចនាំស្ដេចត្រឡប់មកវិញបាននឹងទទួលបានប្រាក់រង្វាន់ 10000 ដំឡឹងព្រមទាំងបនលបែងមួយថែមទៀតហ៊ានប៉ះពាល់ប្អូនស្រីខ្ញុំផងលោកបងនឹងកាត់វាជាកង់មិនខានបើសិនជាប្អូនស្រីមានគ្រោះថ្នាក់អ្វីខ្ញុំនឹងឲ្យអ្នកចេះដឹងពេញមួយផែនដីជេរប្រមាថវាឲ្យងាប់ប្អូនស្រីឯងសម្រាប់វាទៅលឿនឡើងព្រះរាជាជួយនាងផងស្ដេចឲ្យខ្ញុំមកដើរល្បាតភ្នំចាប់ជៀមហោះមួយធ្វើជាអាហារពេលល្ងាចឡូឡាធ្វើអីគ្មានភាពធ្ងន់ធ្ងរបន្តិចសោះយើងគ្រាន់តែចេញទៅពិនិត្យមើលទឹកដីបន្តិចបន្តួចសោះថ្ងៃក្រោយនឹងជួយយើងដណ្ដើមរាជឲ្យបល្ល័ង្កយ៉ាងម៉េចទៅព្រះរាជាម្ចាស់ថ្លៃតូចរបស់ខ្ញុំឲ្យបើព្រះអង្គបាត់ខ្លួនទៅអ្នកទាំងអស់គ្នាច្បាស់ជាត្រូវងាប់តាមព្រះអង្គហើយអូនស្រីថ្ងៃក្រោយបងនឹងនាំឯងទៅគុំរត់ទៅណាម្នាក់ឯងទៀតអីអ្នកណាហ៊ានលបងឯងបងប្រុសទី2នឹងកំទេចត្រកូលវាឲ្យវិនាសស្លន់ស្លោធ្វើអីយើងកាច់សាហាវយ៉ាងនេះអ្នកណាហ៊ានមកលបងយើងទៅយើងគ្រាន់តែប៉ាវលោកតាចាស់កំព្រីម្នាក់ឲ្យហូបបាយឆ្អែតមួយពេលប៉ុណ្ណោះដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីភ្នំហៃហ្វុងខ្យល់ខ្មៅរបស់យើងបន្តិចពិតជាមានសេចក្តីមេត្តាករុណាមែនចុះលោកតានោះមិនបានបោកប្រាស់ព្រះអង្គទេមែនទេបោកយើង custom role គាត់ថែមទាំងចង់ទទួលយើងធ្វើជាបងធំទៀតផងយើងក៏ទទួលគាត់ធ្វើជាប្អូនធေါ်ក្រៅតំបន់ទៅដើម្បីសុំឲ្យយើងធ្វើជាបងធំគាត់ថែមទាំងយកវត្ថុបុរាណដំត្រកូលរបស់គាត់មកដូរឲ្យយើងទៀតផងចុះកុំមើលឲ្យលោកពួកឯងនិយាយថាយើងចេញទៅរើអេតចៃទៀតបានហើយយើងហត់ហើយភារកិច្ចដើរល្បាតភ្នំថ្ងៃនេះបានសម្រេចដោយជោគជ័យមិនអីក៏ល្អហើយភ័យស្ទើរលេចនំទៅហើយធ្វើឲ្យយើងខឹងខ្លាំងណាស់យើងសូមដាក់គំនាយឲ្យស្រូវពេញជំរុករបស់ហែងខូចជ្រលួយធំក្លិនស្អុយចេញដង្កូវមានជាតិពុលដូចឆ្នាំបំពុលហើយថែមទាំងស្អុយពីពេញមេឃ
សូមដាក់ទំនាយឲ្យសំបីតែក៏ដូរយកលុយមិនបានសំបីតែខកខ្លីក៏ខាត់បងអស់រលីងដែរធ្វើឲ្យយើងខឹងស្លាប់ហើយលោកពុកអំបញ្ញមិញព្រះអង្គពិតជាខឹងមែនតែនមែនទេត្រូវហើយលើកនេះគាត់លេងមែនតែនហើយបើអញ្ចឹងចប់ហើយគាត់ជាមនុស្សមាត់ក្អែកបញ្ច្រាស់ទីតើគាត់ដាក់ទំនាយឲ្យកូនខាតលុយចុះពួកយើងមិនត្រូវកាក់កបខ្លាចជាអ្នកមានធំពេកតែលើកនេះប្រហែលជាត្រូវចាប់ពិតមែនហើយតែវាក៏មិនប្រកបដែរបើគាត់ពិតជាចង់បំផ្លាញទ្រព្យសម្បត្តិគ្រួសារយើងមែននោះប្រហែលជាអាចបំបែកច្បាប់បញ្ច្រាស់ទីនោះបាននៃរបស់លោកពុកគឺលើកនេះវានឹងលួយពិតមែនមានតែផ្សងសំណាងមួយក្រាទេគាត់ថាព្រះអង្គលើកនេះដាក់ទំនាយចំទីត្រង់ឲ្យតែស្រូវខូចលួយអស់នោះគេឈ្មោះអ្នកបំផ្លាញទ្រព្យលេខ1ប្រចាំរាជធានីរបស់ឯងនឹងត្រូវបញ្ជាក់ជាផ្លូវការហើយខាត់លុយបន្តិចបន្តួចពួកយើងបែរជាមានសុវត្ថិភាពជាងមុនទៅវិញដើម្បីឲ្យស្ដេចគិតថាពួកយើងជាមនុស្សមិនបានការពិតប្រាកដព្រះអង្គពិតជាកាយសំណាងរបស់គ្រួសារយើងមែនបង្ហាប់បញ្ជាទៅជង្រុកស្រូវនៅតុងជៅថងឆៅមិនបាច់ខ្វល់ទេបណ្ដោយឲ្យវាលួយទៅចុះយើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាគ្រួសារតកូលលោករបស់ពួកយើងបងតតែអស់រលីងពីខ្លួនមិនបានការសោះពួកយើងជាចោរព្រៃបិទទ្វារលែងឆ្កែហើយយកដែកមកផ្សារភ្ជាប់ជង្រុកស្រូវឲ្យជាប់គុំឲ្យសប្រហោងអង្គមួយគ្រាប់ក៏មិនអនុញ្ញាតឲ្យហូរចេញដែរក្រាបទូលព្រះករុណាទូលព្រះបង្គំសុំទូលថ្វាយទោសគ្រួសារចៅវាយស្រុកចិនគូហ្វូចេងកូកងនិងទូលថ្វាយទោសលូហេងគេបានសន្សំទុកនិងលាក់ទុកស្បៀងអាហារដើម្បីដំណឹងថ្លៃតាមចិត្តអង្គមួយទៅតម្លៃរហូតដល់ទៅ100ណែនប្រាក់នេះជាការជំរិតឈាមជំរិតសាច់ពីប្រជារាស្ត្រត្រកូលលូមានចិត្តសាហាវដូចសត្វចកគំនិតយងក្នុងបែបនេះគួរតែប្រហារជីវិតក្រាបទូលព្រះករុណាទូលព្រះបង្គំយកស្រុកទង្វើរបស់ត្រកូលលូនេះពិតជាអសើរធម៌និងដាច់ធ្លូចខ្លាំងណាស់តើគេទុកព្រះមហាករុណាธิគុណរបស់ព្រះអង្គនៅកន្លែងណាសូមព្រះអង្គចេញព្រះរាជចង្កាបិទនិងរឹបអូសជង្រុកស្រូវរបស់ត្រកូលលូហើយចាប់ខ្លួនអាជីវករទុច្ចរិតលូហេងនោះដាក់គុកដើម្បីកាត់ទោសសូមព្រះអង្គចេញព្រះរាជចង្កាផងក្រាបទូលព្រះករុណាទូលព្រះបង្គំមានរឿងចង់ទូលថ្វាយមន្ត្រីត្រួតពិនិត្យវាងវងនិយាយថាកូនប្រុសច្បងរបស់ឯងបានបំពង់តម្លៃស្រូវអង្គតើពិតជាមានរឿងបែបនេះមែនទេមានមិនត្រឹមតែមានទេសូម្បីតែតម្លៃក៏ជាទូលព្រះបង្គំអ្នកមកក្បាលយល់ព្រមដោយផ្ទាល់ដែរលូឆៅឯងហ៊ានទទួលស្គាល់នៅចំពោះមុខមនុស្សគ្រប់គ្នាបែបនេះផងតើនៅមានចាប់ភ្នែករបស់ឯងមានព្រះមហាក្សត្រទៀតដែរឬទេលោកម្ចាស់វាងសម្ដីរបស់លោកឯងនេះនិយាយមកគ្មានហេតុផលតតែសោះស្រូវអង្គរបស់ត្រកូលលោកយើងដោយប្រើប្រាក់សុទ្ធនិងមាសតើលោកក្នុងតម្លៃប៉ុន្មានចាំបាច់ត្រូវមានការអនុញ្ញាតពីលោកឯងគេហៅថាការធ្វើជំនួញគឺទិញលក់តាមការស្ម័គ្រចិត្តបើគិតថាថ្លៃពេកក៏មិនបាច់ទិញទៅគ្មាននរណាម្នាក់បង្ខំលោកឯងឲ្យទិញនោះទ្វារលែងឆ្កែផ្សារភ្ជាប់ចម្រោកស្រូវឲ្យជាប់ដាច់ខាតមិនឲ្យអង្គសំបីតែមួយគ្រាប់ហូរចេញក្រៅឡើយនេះហៅថាការទិញដូរតាមចិត្តស្ម័គ្ររៀងខ្លួនគ្រួសារខ្ញុំធ្វើជំនួញមិនមែនបើកផ្ទះសប្បុរសធម៌ទេឯងមានធម៌មេត្តាចុះហេតុអីមិនលក់ភូមិគ្រឹះធំ3ជាន់របស់ឯងយកទៅចែកបរទៅនិយាយមិនឈឺចង្កេះទេនឹងមានលៀបមិនយកគឺឆ្លាតស្អីទៅឯងថោកទាបណាស់មិនដែលជួបមនុស្សមុខក្រាស់ថោកទាបដល់ថ្នាក់នេះសោះក្រាបទូលព្រះរាជាម្ចាស់កត្រីការពារជាតិគាត់ច្បាស់ជាដង្កូវស៊ីជាតិហើយសូមព្រះរាជាដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរស្ដីបន្ទោសដើម្បីឲ្យដឹងខុសត្រូវល្អណាស់ពិតជាល្អណាស់យើងតែងតែបារម្ភថាគ្រួសារលោកមានគុណបំណាច់ធំធេងពេកមកលើអំណាចស្ដេចនិងមានកេរ្តិ៍ឈ្មោះខ្ពស់ពេកថ្ងៃក្រោយពិបាកគ្រប់គ្រងតែឥឡូវនេះវិញដើម្បីតែប្រាក់ពី30000តម្លឹងហ៊ានចេញមុខប្រមាថមន្ត្រីទាំងឡាយពេញរាជវាំងព្រមទាំងទទួលការជេរប្រមាថថាឆ្លៀតឱកាសរកស៊ីលើមហន្តរាជាតិជារបាំងនឹងការគំរាមកំហែងដែលលោកខ្លួនចាក់ខុសវិស័យខ្លីត្រូវរៀបស្អប់ខ្ពើមនិងត្រូវមន្ត្រីរាជការឯកោមនុស្សដែលទាំងមានជំងឺទាំងលោកខ្លួនបែបនេះទោះបីជាមានអំណាចតបនៅក្នុងដៃក៏យើងដេកលក់សើចទាំងសប្បាយចិត្តដែរបានហើយឆ្លោះគ្នារឿងអីមិនសមរម្យតតែសោះលោកលើជាមនុស្សស្មោះត្រង់ណាស់ជំនួញទិញដូរទ្រព្យសម្បត្តិអង្គក្នុងរាជវាំងគឺមានសេរីភាពមានចិត្តស្មោះត្រង់បែបនេះយើងពិតជាមានសេចក្តីសមសណាស់ព្រះរាជាដាច់ខាតមិនអាចធ្វើបែបនេះទេបានហើយរឿងនេះសម្រេចតាមនឹងចុះនេះជាព្រះរាជាប្រទានឲ្យលោកលូយកត្រឡប់ទៅឲ្យអ្នកផ្ទះធ្វើជាគ្រឿងអលង្ការពី3កំភ្លេរស់នៅឲ្យបានល្អទៅថយតបលោកប៉ាយ៉ាងម៉េចហើយព្រះរាជាទ្រង់ព្រះពិរោធខ្លាំងទេពួកយើងចិត្តខ្សែធនហើយមែនទេមិនខ្សែធនទេព្រះរាជាមានបន្ទូលថាពួកយើងលោកខ្លួនបានត្រឹមត្រូវថែមទាំងប្រទានលើកទឹកចិត្តឲ្យពួកយើងបន្តលោកខ្លួនទៀតឲ្យតែឈ្មោះរបស់ពួកយើងអសោយគ្រប់គ្រាន់ប្រជាជនស្អប់ពួកយើងនឹងក្លាយជាមេតបដែលព្រះរាជាទុកចិត្តបំផុតមែនហើយកិច្ចឈ្មោះធំធេងល្មមនៅក្នុងកែវភ្នែកព្រះរាជាពួកយើងគ្រាន់តែជាឆ្កែសាហាវមួយក្បាលដែលរស់នៅពឹងផ្អែកលើទ្រង់តែប៉ុណ្ណោះតោះទៅរឿងនេះត្រូវតែទៅពិភាក្សាជាមួយស្ដេចធំសិនក្បាច់ដាច់ខាតនេះប្រហែលជាត្រូវពឹងលើវាហើយបញ្ជាចុះទៅផ្សារភ្ជាប់ចម្រោកស្រូវឲ្យជាប់ខ្ញុំចង់ឲ្យមនុស្សទូទាំងទីក្រុងដឹងថាគ្រួសារលោកគឺជាស្ដេចយមរាជដែលមានចិត្តដាច់ដូចដែកថែបបើកចម្រោកស្រូវគ្រួសារលោកមានទ្រព្យសម្បត្តិស្តុកស្ដម្ភតែគ្មានធម៌មេត្តាដណ្ដើមអង្គទប់ទល់ឲ្យជាប់ពួកឯងទាំងអស់គ្នាត្រូវតែទប់ទល់ឲ្យជាប់បើឲ្យចូលមកម្នាក់ដកប្រាក់ខែ10ឆ្នាំលោកប្រុសធំទុកមិនជាប់ទៀតទេឬមួយក៏ពួកយើងចែកបបរដើម្បីឲ្យមនុស្សបែកផ្លូវគ្នាទៅខ្ញុំចង់ដឹងថាអ្នកណាហ៊ានស្ដេចធំចាំមើលថានរណាហ៊ានឲ្យបេឈឺឆេវឯងញ័រធ្វើអីហ្នឹងតើឆ្អឹងខ្នងភាពក្លាហានរបស់ឯងនៅឯណាចុះមិនសកាជាចោរព្រៃរបស់ឯងទៅណាអស់ហើយព្រះរាជាពួកវាមានគ្នាច្រើនពេកហើយមនុស្សច្រើនហើយយ៉ាងម៉េចកុំភ្លេចថាទីនេះជាទឹកដីរបស់យើងនេះជាស្បៀងអាហាររបស់យើងវាជាអ្វីដែលលោកឪពុកខំរកសន្សំមួយកាក់មួយសេងមកទោះបីជាត្រូវលួយនៅក្នុងឃ្លាំងសម្រាប់ឲ្យឆ្កែស៊ីក៏មិនឲ្យទៅពួកអាសត្វវងមើលគុណដែលចាំតែប្លន់ទាំងនេះដែរពិតមាត់ឲ្យអស់ទៅតើក្មេងបើដោះមកពីណាហ្នឹងមិនប្រញាប់ទៅផ្ទះបើដោះម្ដាយវិញទេមកទៅយើងប្លន់ស្បៀងអាហារប្លន់មែនទេឡបើពួកឯងចង់ប្លន់យើងនឹងឲ្យពួកឯងប្លន់ឲ្យឆ្អែតពួកឯងចង់ស៊ីណាស់មែនទេ
anh chân dương tách khát mình ao tụ anh ban xì lại dương xông đạp bần đá xa ở biên nơi không khlang ní đốc sơ lùi xì lại dương xông đạp bần đá xa ở biên nơi không khlang ní đốc sơ lùi không khlan oi khôi côn hiệp cát đằng cơ lọ cỏ oi độc lệch đặc miền nô na xin nô na ngọc lùi otter chọc hai ôn sray lên mền tèn hai tờ nâng lực ní mình trâm tài lùi rồi tê xông bay tè biên cọc miên sò đai trăm tẻ sai thôn đạch bay ngọc pin tờ sang pol sang pol rốt oi lươn làng mùi kè này bánh chén chiết pol hài ní cư trong sầm lạp của dân hai tàเอาไว้ได้จ้องบ้านคือละตะพอแบบนี้บ้านท็อปดงห้ามันงบจำมือเตอเคยเนอะเอเชชันต้องห้ากระดาษเรียนโซตามพองชินเนสนี่เกย์หางบัดบงโฮเชียมมุกมดคือเรศาบ้านไฮปนแต่เตยยังคืออ้อยอาซอยอ้อไฮยังหูจัดหนึ่งปู่ไอ้นะบ้านละตะพอแบบนี้เรียนปีเดืองนี่ตามพองนี่เกย์ไฮทาชินเนสเตอร์ดอยเหมือนบัดบงโฮเชียมโลกอบปกตาปู่ยังกู้แต่โซเซบันดัมมือไฮเมนเต้โซเซบันดัมมือตัวไอเตอร์มวยครูซายังเจิดนั่งเตอร์ทั่วดำน้ำเตอร์จิมวยนี่จงบงจงเตอร์ไฮตาตุกบันดัมมือไอโนนามือเปรรีบงกอบบัญชีเอาตู้บงกลมหมกตรุดปีเนตเคลื่อนเบียงโลกมาจ้าแยงโกกองซุ่มโลกบอลสรอนเอาครูนไอเตอร์ปีเนตเตอร์สลับหมุนบ้านจับจิตเลือนหมุนตาทมิ่งบักประหยัดพองหมุนอากุมรบอยยังปูคลังนะปูงอบกลมหมกบันตู้ยังเอาซอนาปับกำเมนส์เบียงอาหาล้อเตอร์คุยขาดออร์ลิงปงบุญตามาช่วยประรบตาจ้านุปลายจิกเหมอให้ดูลีจิตคอยเมนเต้ปาเต้ตาอาเตอรูอย่างเม็ดเมียนเรื่องไอ้นังแซงโปลทลีเจงหมกเมนเต้โลกมาจ้าโกกองนิจิปรบโนมงโกปิสทานสุกตาจ้าตาอันเตอร์โกลังวงเวงไฮเมนเต้นิจิอัลเทอร์เนซีฟรบลุยตาบนใต้นิจิมโจประมิสประกอมดาวประอัตนามิสประกอมดาวประอัตคือจุดจะบ่มพอดนังเพียบดาวบ่มพอดจีวัตถุทำโปวิจิวีไอบันเด้งเพียบตรงนี้กาปีจุงเงือเรียดบานังกาปีสบายปีกาเกาะมีนดำไหลจิงมีรอบโรยดองเตอเตียบนักสมานเหมือนดอทาสต็อกสบิงลุยอาจำรังบ้านจีเอาสเต็ปมือคลังซอโลกกองปัจจิมินกุนทอทำเพลงนะตู้บงกงประกอบจีกราบงกงตูเรียมหักซับดำใบส้มเลียบสักการะจุนโลกเหมือนกันไม่ก่อเตอจีแบบนี้เว้นให้ดูไว้บ้านจีมันอากุมหลบบ่ยังมันสะสดอันจังทนามนี้มีนดำไหลคลายจีงองกอดอเตอร์ปรามตรงไงเนาะโลกกับปู่ยังมีนไฮปู่ยังมีนำนี้คลายจีงองกอดอเตอร์ปรามดองปู่ยังเลิกนี้จะบ้าจีคลายจีเนี่ยมีมหาศาลยังกรอนแต่จังเฟอร์จีมนุษย์อักระซ้อให้ดูไว้บ้านจีวีปีบะอย่างนี้หล่อแมนปัจจิหล่อเมินนะปองทมตาตรงตัวเคยอย่างไว้ไฮแมนเต้ก้มประยับมีนจำนายกรุบเนี่ยปาเนี่ยหน้าดันดามจั่วคือมันใจบ่เอาซีลายน่ะช่วยนะช่วยแมนเตนอาวทอสออยนี่ปัจจิช่วยคลังนะตาเรริกซาหมกดอหายลูกเชาหนึ่งลูกแห้งตัวเรริกซาเพราะปราณสละเมียกรูซาจัดทอสันสมกซอแต่งต่างลูกแห้งจีเรริกเป็นจิกอบกุบกงดอริจเวียงได้โปรโมทเต็งขนมดำไหลดอกดองในดำไหลตีบซาโลกกงปุยยังจีปุชมุนตัวจรดตาบาเต้เปรมหักซับมีบรรทุทาโลกุจิบรอจัดทอเปิดประกอบรอจัดทอสลายตรอบสมบัติเลยนี่โลกตัวโดยสักสมบัติหายลอแมนปัจจิลอเมินนะปองทมตาตรงตัวเคยอย่างไว้ไฮแมนเต้เลือกนี้ปุยยังปราใจต่างสรงไฮแมนเต้อาโลลูไอวงเวงไฮตาเต้อาโลลูไอวงเวงไฮตาไอนักสมานถาปุยยังกำปงเฟื่ออำเภออเมนเต้ข้อไฮนี่เติบจีกำรัดกำปูรบตู้อังจัดอักรอบเปิดประกอบจ่อนี่มีในทำไมเตอร์พวกเวียดันดำคณีพับบอสออยแบบนี้ไฮแทนแต่งดังคนปู่ยังเตียบนิจบาจีก็คลายกรองบานมีคนทอรบยังไฮพวกเวียบานคลายจีมนุษย์รบยังไฮเตอร์ไงหมกนั่งสตับแต่เป็นจีรบยังปนเนาะเอาดันเฮียนเตอร์เล็กเอาเดนชกายมันเฮียนเตอร์จับมอนลอยปูน่ะปัจจิคูแมนปองทำปัจจิมีกลุ่มนักเจริญรกสมานเหมือนเตอร์แมนปลาคนทอตำใบเต็งเจ็ดมนุษย์ปัจจิหลับไปเตอร์รูปกรงเจ็ดมนุษย์แมนโอนสไลนี่ยัยเตอร์ไฮลอยนี่เหมือนแมนจีก้าปลอกปรานธรรมดาเตนี่จีก้าซาปิสเตคาปู่ยังครูซาได้มีแผ่ได้เพียบหนึ่งคนทอบ้านไฮกลมยมไอตู้ใบจีดำนากาวีเป็นง่ายๆบันเต็กไฮคลันวีมันเซลล์ออกกระดอยตันแต่และแต่พอจงกรอยคือหลอกคลังนะครูซาจัดทอสันสมกซอไอเตอร์นุกราใบหลอกนู่นรบยังปนเนาะต่อตรอบเตอพุ่งกลืนเวงยังจ้องซีเพลมอนใบดำใบออกอซาโตบันเต็กปู่ยังเนลวิทยจีมนุษย์ทอนี้กันแต่ด่ากันแต่ช่างเตอร์ไฮมองทอมีบรรทุทำไมคือเอ็นจังจ่อมนุษย์เปียมันกูอัคลายเตคลายบ่มพอดคือมนุษย์เปียเมียนจำแหน่ดังสเต็กอังนี้เตอร์ตายเตอร์เรียนโซบันไทม์เรริจิตมัดเนี่ยหายตาปรึกนี้จังสอยสมบุกตระจิกรรมหรือกับเพลมอนถมดดซอยเอเตอร์เรียบจำลานไงนิสเด็กอังนี้มีการเตอร์จังไกรเรริจิตมัดเพลขังกราวเอานะบ้ามันอันจังเตะปู่ยังเล่นเนื้อขนมวางเตอร์หนึ่งอ่อยมองปลอกตีปีรบเนี่ยหมกสมแดงกับใบบอมใบทำเลยตรงอ่อยมันนะเป็นมือไงดังแต่เรื่องวีดอมกับสำหรับขมิ้นเพียบซีจุ่มราวตัวแต่สอเจ้าบ้านจังตาตรงกับปงตายเตอร์เฟื่อกางีเริ่มเตอร์เอเตอร์รู้มวยก่อเตอร์พลอนข้อหายสเด็กอังนี้นังเตอร์เรียนโซขยมจ่องอันสิวเพอเหมือนบ้านเตะดักขาดคือเหมือนบ้านเตะเรริจิมาดการเรียนโซคือจีสมุดตุกขมิ้นก่อตรายลอยนาป้าอ้อยก็เตอร์เรียนโซเมนเตถานังเตอร์บงกอจลาจอดอปีพุกอัศสะเตทอยเจงเตอร์อักรูกมสะกบาชไก่มนุษย์เปียมันกูอัคลายเตคลายบ่มพอดคือมนุษย์เปียเมียนจำแหน่ดังสเต็กอังนี้เตอร์ตายเตอร์เรียนโซบันไทม์ต่ำใบบกหายดอกทำเพลงในพนุ่งช็อกมาฮีเวนเจนอังนี้ได้ขาดเตอร์ตายเตอร์เรียนโซบันไทม์อนุญาตนังเตอร์ติงสลาโกเซเจนโมออยเพลียมมันบัดปีบะเตขย่อมเตอร์ไปทางตะบงกรงดำใบสรุปยกปริยาการขอบทอสันคือบานหายการเรียนโซทอดคู่กับบานนะยกสบิงคลาเตอร์ตามขลุ่นปู่ไอ้มันบัดจูนดำนาเต
លោកម្ចាស់នេះដល់ពេលថ្ងៃត្រង់ហើយមេកំឡោះដូចប្រហែលជាមិនមកទេពិតមាត់ព្រះរាជាថ្មតូចជាមនុស្សរក្សាសម្ដីដាច់ខាតមិនខកណាត់ឡើយតាចាស់ហ្វាងខ្ញុំមកហើយព្រះរាជាថ្មតូចប្រញាប់មកខាងនេះទើបអាចល្អចំពោះយើងបែបនេះឆ្ងាញ់ណាស់ឆ្ងាញ់មែនទែននេះជានំដែលឈ្ងុយបំផុតក្នុងឆាកជីវិតរបស់ខ្ញុំហើយប្រសែភ្នែកព្រះអង្គនោះជារបស់ដែលទ្រង់ប្រទានឲ្យគេតើនេះទ្រង់កំពុងតែស៊ីកាត់ក្បាលកាក់ខ្លួនឯងហើយហូបយឺតទៅកុំធ្វើដូចខ្មោចព្រាយអត់ឃ្លានមកចាប់ជាតិអញ្ចឹងគ្មាននរណាដណ្ដើមលោកទេហើយគ្មានផ្លូវជ្រើសរើសទេដើម្បីធ្វើឲ្យក្រុមកូនចៅកាន់តែរីកចម្រើននិងខ្លាំងក្លាខ្ញុំនៅតែត្រូវតែលើកកម្ពស់ចំណេះដឹងវប្បធម៌បន្ថែមទៀតតាចាស់ហ្វាងខ្ញុំសរសេរអក្សរមិនស្អាតទេមានអំណាចសោះលោកធ្លាប់រៀនសូត្រទេជួយសរសេរអក្សរធំឲ្យខ្ញុំប៉ុន្មានទូមកធ្លាប់រៀនបន្តិចបន្តួចចេះដឹងល្មមដែរចុះហើយសរសេរអ្វីទៅសរសេរថាមេកាយលើកលែងជីវិតផងទៅថ្ងៃក្រោយពេលខ្ញុំប្លន់នឹងបានប្រើហាល្អណាស់ចាស់ទុំម្នាក់នេះនឹងជួយសរសេរអស្ចារ្យណាស់តាចាស់ហ្វាងអក្សរដែលលោកសរសេរនេះពេញដោយអំណាចខ្សែរាជវង្សតែម្ដងទស្សនវិជ្ជាបែបនេះហេតុអ្វីមើលទៅមិនសមរម្យតតែសោះអញ្ចឹងមិនអីទេឲ្យតែប្អូនស្រីសប្បាយចិត្តទៅបានហើយសរសេររួចរាល់ហើយព្រះរាជាថ្មតូចសូមពិនិត្យមើលតាចាស់ហ្វាងពិតជាត្រូវពឹងផ្អែកលើលោកមែនលោកកាលពីមុនច្បាស់ជាលួចចម្លងសៀវភៅមិនតិចដងទេដឹងរង្វាន់នេះឲ្យលោកទៅអំបញ្ញមិញប្រើប្រាស់ហួសក្បាលហួសកម្រិតហើយមែនទេត្រូវតែបើឲ្យបានល្អអរគុណមេកាយហើយប៉ុន្តែពេលនេះក្នុងចិត្តរបស់ខ្ញុំហាក់ដូចជាមានអារម្មណ៍តឹងណែនណាស់តាចាស់ហ្វាងលោកកើតអីហ្នឹងឬមួយក៏ហូបមិនទាន់ឆ្អែតខ្ញុំនឹងទៅប្លន់អូមិនមែនទេទៅទីដើម្បីគ្របមកឲ្យលោកឆ្អែតហើយព្រះរាជាថ្មតូចលោកប្រហែលជាមិនទាន់ដឹងទេពួកកូនអកតញ្ញូនៅក្នុងផ្ទះរបស់ខ្ញុំដើម្បីដណ្ដើមអំណាចគ្រប់គ្រងផ្ទះពេញមួយថ្ងៃវាយតប់គ្នាដូចជាមន់ចូលខ្វាក់ភ្នែកអញ្ចឹងតើពួកវាចង់ដេញលោកចេញពីផ្ទះដើម្បីបែងចែកទ្រព្យសម្បត្តិរបស់លោកមែនហើយពួកវាពេញមួយថ្ងៃខាងក្រៅធ្វើជាបងប្អូនស្រឡាញ់គ្នាណាស់ប៉ុន្តែខាងក្រៅក្នុងប្រាល្បិចថោកទាបគ្រប់បែបយ៉ាងទាំងអស់ពុតបុតណាស់ពុតបុតហួហេតុពួកអាមនោះភ្នែកសបត់គុណដែលចាំតែដណ្ដើមលុយសោឪពុកម្ដាយតើរឿងបែបនេះជាអ្វីដែលខ្ញុំជាអ្នកបម្រើគូស្ដាប់ដែរយកត្រចៀករបស់ខ្ញុំចេញទៅវិញទៅសម្ដីផ្អែមល្ហែមបែបនេះគឺគួរឲ្យស្អប់ជាងពួកកូនចៅកញ្ចេះរបស់មន្ត្រីរាជការទៅទៀតតាចាស់ហ្វាងមិនបាច់ខ្លាចទេជួបនឹងពួកកូនអកតញ្ញូបែបនេះមិនបាច់និយាយវែកញែករកហេតុផលឡើយលោកស្ដាប់ឲ្យច្បាស់ចុះពេលនេះខ្ញុំនឹងប្រើប្រាស់ exit ពិសេសរបស់មេកាយធំដើម្បីផ្ដល់នូវពាក្យជូនពរដ៏ស្មោះស្ម័គ្របំផុតមួយទៅដល់គ្រួសាររបស់លោកតាចាស់ហ្វាងមិនបាច់ខ្លាចទេជួបនឹងពួកកូនអកតញ្ញូបែបនេះមិនបាច់និយាយវែកញែករកហេតុផលឡើយលោកស្ដាប់ឲ្យច្បាស់ចុះពេលនេះខ្ញុំនឹងប្រើប្រាស់ exit ពិសេសរបស់មេកាយធំដើម្បីផ្ដល់នូវពាក្យជូនពរដ៏ស្មោះស្ម័គ្របំផុតមួយទៅដល់គ្រួសាររបស់លោកខ្ញុំសូមជូនពរឲ្យពួកកូនប្រុសរបស់តាចាស់ហ្វាងជូនពរឲ្យអ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅបងប្រណីប្អូនគោរពស្រឡាញ់រាប់អានគ្នាស្និទ្ធស្នាលជាងបងប្អូនបង្កើតទៅទៀតជូនពរឲ្យអ្នករាល់គ្នាមានចិត្តត្រជាក់ត្រជុំទោះបីជាមេឃលំក៏ដោយក៏ត្រូវតែអាប់គ្នាជាគ្រួសារតែមួយដែរបានហើយកុំដកដង្ហើមធំទៀតអីពេលនេះពួកក្មេងនៅក្នុងផ្ទះលោកច្បាស់ជានឹងប្រែជា slot boat ដូចជាសត្វជាមមិនខានម្នាក់នេះពិតជាឆោតល្ងងពេកហើយប្រសិនបើពាក្យជូនពរមានប្រសិទ្ធភាពមែននោះពិភពលោកនេះក៏គ្មានសង្គ្រាមដណ្ដើមរាជបល្ល័ង្កដែរឡម្យ៉ាងដែរបានទទួលពាក្យសេរីសួស្ដីពីមេកាយតាចាស់ហ្វាងលោកត្រឡប់ទៅវិញត្រូវតែធ្វើចិត្តឲ្យដាច់បន្តិចបណ្ដោយឲ្យកូនធ្វើបាបរហូតអញ្ចឹងខ្ញុំត្រូវត្រឡប់ទៅវិញហើយបើមិនអញ្ចឹងទេមេកាយរងនៅក្នុងផ្ទះច្បាស់ជារអ៊ូតំទៀតមិនខានឡើយចំពោះពាក្យជូនពររបស់មេកំឡោះតូចម្នាក់នោះទ្រង់គិតថាជាពាក្យក្មេងលេងមិនដឹងអីមែនទេប៉ុន្តែក្មេងស្រីម្នាក់នេះមានចិត្តគំនិតល្អត្រឡប់ទៅវាំងវិញបងប្រណីប្អូនគោរពស្រឡាញ់រាប់អានគ្នាតើអាចទៅរួចបែបនោះមែនទេកាលពីយប់មិញគេងលក់ស្រួលណាស់ហេតុអ្វីបានជាកន្ត្រាក់ភ្នែកចប់អញ្ចឹងសូមបងធំអញ្ជើញមុនតាមទំនៀមទម្លាប់គួរតែបងជាអ្នកថ្វាយអូនទី2មានចំណេះដឹងខ្ពង់ខ្ពស់ជាងក្នុងនាមជាបងប្រុសមិនហ៊ានដណ្ដើមមុខពួកយើងជាបងប្អូនដឹងចិត្តគ្នានរណាមុននរណាក្រោយក៏ដូចជាតែមួយដែរមកទៀតហើយគឺល្បិចពុតបុតធ្វើជាបងប្អូនល្អដាក់គ្នាទៀតហើយធ្វើឲ្យយើងចង់អួតក្រឡាប់ចាក់ពេញពោះវៀនអស់ហើយកុំមកសម្ដែងនៅទីនេះឲ្យសោះកុំមកធ្វើជាយកគ្នាពុតបុតអីមានរឿងអីវាគ្នាចំមកវាឯងមានរឿងអីអញទ្រាំនឹងឯងយូរហើយអាមនោះលាក់ពុតមានល្បិចកបងធំបងវាខ្ញុំមែនទេមិនមែនទេប្អូនប្រុសទី2ឯងស្ដាប់បងពន្យល់សិនឯងមានរឿងអីអញទ្រាំនឹងឯងយូរហើយអាមនុស្សលាក់ពុតមានល្បិចកបងធំបងវាខ្ញុំមែនទេមិនមែនទេប្អូនប្រុសទី2ឯងស្ដាប់បងពន្យល់សិនអាមនុស្សស្រ័យចំការអញចង់តែបំពោលឯងឲ្យងាប់ទេសេហានសៀវដ៏មានតម្លៃរបស់អញគឺឯងជាអ្នកសម្លាប់មែនទេកុំថយអីឲ្យឯងចេះតែធ្វើពុតជាមនុស្សព្រះបតាលំអៀងទៅរកឯងជាងគេបំផុតព្រះបតាអាបងធំលួចលាក់ចិញ្ចឹមប្រពន្ធចុងដល់ទៅ18នាក់នៅក្រៅក្រុងអាប់អូនទី2លួចកាត់ប្រាក់ជាមួយសង្គ្រោះគ្រូហើយថែមទាំងធ្វើរូបជួបអាប់ធ្មប់បួងសួងដាក់បណ្ដាសាហើយនេះជារឿងអាស្រូវដែលខ្ញុំជាអ្នកបម្រើគូស្ដាប់ដើម្បីយកទៅកប់តាមបានដែរទេនេះពួកឯងមកទីនេះឲ្យលឿនមកប្រញាប់ជួយព្រះអង្គចាស់ទាំងប៉ុន្មានអង្គនេះបំបីគ្នាចេញតាមអូនទី3គឺអាក្រក់បំផុតកាលពីបានលួចយកដាក់ក្នុងចានផ្លែឈើថ្វាយដល់ណាព្រះរាជាព្រះអង្គមិនអីទេមែនទេឬមួយក៏ត្រង់ខឹងរហូតដល់វង្វេងវង្វាន់អស់ហើយយើងមិនបានខឹងទេយើងគឺសប្បាយចិត្តខ្លាំងណាស់វាទៅវាឲ្យយើងបន្តកាយរឿងស្អុយរលួយទាំងអស់នោះចេញមកឲ្យអស់ព្រះរាជាថ្មតូចពិតជាមនុស្សពេតមែនឡើយបួងពោះឲ្យចេញពីលាងឲ្យពួកវាសម្រាប់គ្នាយកអាសាខ្លួនឯងជាល្បិចគ្រប់គ្រងរាជបល្ល័ង្ករបស់យើងដល់ទៅមួយហើយពួកឯងទាំងអស់គ្នាឈប់ដៃភ្លាមឲ្យយើងព្រះបតាកូនទៅតែអំបញ្ញមិនច្បាស់ជាត្រូវខ្មោចចូលសន្ធិដ្ឋមកចូលអីយើងមើលឃើញថាពួកឯងលេចចេញរូបរាងពិតមកវិញទេតាល្អណាស់សម្រាប់ពាក្យបងប្រណីប្អូនព្រះអង្គគង់ចាស់ធំត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរាជវង្សព្រះអង្គគង់ចាស់ទី2ត្រូវដកហូតគោរមងារជាស្ដេចក្រាញ់ហើយតម្លៃទៅជាប្រជារាស្ត្រសាមញ្ញព្រះអង្គគង់ចាស់របស់ដូនតាចុះព្រះករុណាព្រះអង្គសូមបន្ធូរអារម្មណ៍ខឹងបន្តិចទៅបន្ធូរអារម្មណ៍ខឹងធ្វើអីពេលនេះយើងមានអារម្មណ៍ស្រឡះខួរក្បាលណាស់ទូខ្លួនគឺមានសេចក្តីសុខណាស់ព្រះរាជាជាតូចកាដូដ៏ធំធេងយើងបានទទួលហើយគឺត្រូវអរគុណដល់ឯងខ្លាំងណាស់តែថ្ងៃនេះធ្វើឲ្យយើងបានមើលរឿងភាគដ៏អស្ចារ្យនិងជក់ចិត្តមួយរឿងបែបនេះបើដឹងមុនបែបនេះគួរតែជួយជូនពរដល់ពួកមន្ត្រីចាស់ក្បាលរឹងទាំងប៉ុន្មានអ្នកនោះផងទៅទស្សនវិជ្ជាបែបនោះគ្រាន់តែគិតក៏ដឹងថាច្បាស់ជាជក់ចិត្តខ្លាំងណាស់ដែរសូមជួយចុច follow page CSI Media តាចាស់ហ្វាងរសនិយមរបស់ខ្ញុំមិនប្លែកខុសគេបែបនឹងទេណាចំពោះតាចាស់គឺខ្ញុំមិនដែលប៉ះពាល់ឡើយលោកម្ចាស់សូមទ្រង់ទប់អារម្មណ៍បន្តិចទៅការលេចចេញសេចក្តីត្រេកអរលើផ្ទៃមុខពេកវាខូចអានុភាពអស់ហើយអនុភាពអីទៅ
តើអនុភាពអាចយកមកដូរធ្វើជាបាយហូបបានទេពួកសត្វព្រួយពី3ក្បាលនៅក្នុងផ្ទះត្រូវគេវាឲ្យងប់អស់ហើយតើមិនព្រមអនុញ្ញាតឲ្យតាចាស់សប្បាយរីករាយបន្តិចទេមកហើយមេកាយតូចមកដល់ហើយអូតាចាស់ហ្វាងមើលទៅលោកមានឈាមចូលស្រស់បោះពេញតែជួបនឹងរឿងរ៉ាវរីករាយមែនទេនេះពួកកូនអកញោនៅក្នុងផ្ទះមិនបានធ្វើឲ្យលោកទាំងសម្បត្តិទេមិនស្អីតែបានបុណ្យបារមីរបស់មេកាយក្រោយពីខ្ញុំត្រឡប់ក៏បានរៀបចំប្រដៅពួកកូនមិនស្ដាប់បង្គាប់ទាំងនោះមួយទុកធំយ៉ាងចាស់ដែរធ្វើបែបហ្នឹងទៅត្រឹមត្រូវជួបនឹងពួកកូននេះកញ្ចែអកញោបែបនេះគឺមិនអាចបណ្ដោយបានឡើយកាលណាដែលគូវាគឺត្រូវតែវាហើយពិតមែនហើយមេកាយបានប្រដៅបានត្រឹមត្រូវណាស់បានហើយទោះបីជាតាចាស់លោកគ្មានសមត្ថភាពអ្វីធំដុំក៏ដោយប៉ុន្តែត្រង់ចំណុចស្ដាប់បង្គាប់នេះគឺខ្ញុំពេញចិត្តខ្លាំងណាស់ខ្ញុំរង្វាន់ផ្កាក្រហមតូចមួយជូនលោកណែតាចាស់ហ្វាងរសនិយមរបស់ខ្ញុំមិនមែនខ្លាចខុសគេបែបហ្នឹងទេណាចំពោះតាចាស់គឺខ្ញុំមិនដែលប៉ះពាល់ឡើយយល់ច្រឡំហើយខ្ញុំមានរបស់មួយចង់ជូនទៅមេកាយសម្រាប់ការពារខ្លួនចុះនេះជាអាវក្រោះទុនសូត្រពុកមាសខ្មៅពុតតុងមាសណាការពារបានទាំងដាវលំពេងមិនខ្លាចទឹកមិនខ្លាចភ្លើងឡើយខ្ញុំបានឲ្យគេចំណាយពេលរហូតដល់30ឆ្នាំទើបតែធ្វើវាបានសម្រេចមេកាយដើរក្នុងលោកីមានគ្រោះថ្នាក់ច្រើនណាស់កាលណាពាក់មាននៅខាងក្នុងគ្មាននរណាអាចធ្វើបាបមេកាយបានឡើយតាចាស់ហ្វាងលោកពិតជាក្រខ្សត់មែនជូនខោអាវក៏គួរតែជូនអាវថ្មីដែរអាវកាក់ធ្លីធ្លុះធ្លីសាច់អស់ទៅហើយតើចង់ឲ្យខ្ញុំរំលាយដាច់ខ្យល់ស្លាប់មែនទេមេកាយស្គាល់របស់ល្អតើគ្រងនឹងពាក់វានៅពេលណាដែរពាក់អីទៅរបស់អេចចៃបែបនេះតើនរណានឹងពាក់ទៅសាច់ណាស់ប៉ុន្តែសាច់ក្រណាត់នេះស្ទាបទៅហាក់ដូចជាត្រជាក់ស្រួលយ៉ាងដែរកម្លាំងគិតរបស់ក្រណាត់នេះជាល្អមិនខានអាចយកទៅធ្វើជាកន្សែងដុសខ្លួនពេលងូតទឹកឲ្យបងប្អូនរបស់ខ្ញុំបានហើយយកទៅក៏សំរុំដែរយកទៅជូតដុសខ្លួននោះជាអាវមាសខ្លួនណាល្អហើយឲ្យតែមេកាយជួយបែបនោះបានហើយខ្ញុំនឹងធ្វើក្រណាត់ជូតជើងជូនមេកាយមួយទៀតព្រះករុណានេះជាទង្វើរបស់ស្ដេចល្ងងខ្លៅហើយណាព្រះអង្គចិត្តគ្នាណាស់បានហើយខ្ញុំទៅហើយលើកក្រោយជួបគ្នាខ្ញុំនឹងយកផ្លូវមន់មកផ្ញើលោកដើម្បីបើកម្លាំងណាចុះមកលឿនឡើងខ្ញុំយករបស់ល្អមកផ្ញើបងហើយមេកាយតើជារបស់ល្អអ្វីទៅមើលក្បាច់ចម្លាក់នេះចុះមើលសាច់ប្រដាប់នេះចុះនេះជាអាវក្រោះទុនសូត្រពុកមាសខ្មៅក្នុងព្រេងនិទានដែលការពីបានទាំងដាវលំពេងនោះមែនទេអាវក្រោះមាសខ្មៅអីទៅនេះគ្រាន់តែជាអាវយឺតបិទពូចាស់របស់តាចាស់ក្រីបងមិនចូលចិត្តទេក៏យកវាទៅគ្របជើងទៅព្រោះខ្ញុំមើលទៅឃើញថាវាមានសភាពរៀបស្មើល្អណាស់អូនស្រីល្អចំពោះខ្ញុំខ្លាំងណាស់អាវក្រោះដ៏មានតម្លៃមហាសាលបែបនេះបែរជានិយាយថារបស់អេចចៃទៅវិញមេកាយសុំទុកចិត្តចុះមានអាវក្រោះដ៏មានតម្លៃនេះហើយថ្ងៃក្រោយទោះបីជាត្រូវឡើងក្នុងដាវចុះសមុទ្រភ្លើងក៏ដោយក៏បងវូនម្នាក់នេះមិនរុញរាឡើយតើមានរឿងអីនឹងលោកពូហួងស្ដេចតូចឲ្យថ្មីនេះផ្ទះខ្ញុំត្រូវចោលលួចហើយមើលទៅដូចជាចោលក្នុងផ្ទះទៀតផងចោលលួចមែនទេប្រញាប់រៀបរាប់មកមើលថាបច្ចេកទេសរបស់ចោលហោះនឹងប៉ិនប្រសពអត់ខ្ញុំបាត់សៀវភៅបញ្ជីមួយក្បាលដែលពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំតាមរកចោលហោះនឹងអស់3ថ្ងៃ3យប់ហើយសូម្បីតែរោមមួយសរសៃក៏រកមិនឃើញដែរឯងគិតមើលទៅចោលក្នុងផ្ទះម្នាក់នេះនៅចំពីមុខភ្នែកខ្ញុំសោះតែខ្ញុំបែរជាចាប់មិនបានសោះលោកពូហួងលោកឯងចង្អៀតចង្អល់ពេកហើយគិតមើលទៅបើចោលអាចលួចរបស់ពីក្រោមភ្នែកលោកបានវាមានន័យថាម៉េចមានន័យថាគេជាអ្នកមានស្នាដៃខ្ពស់ណាស់បែបនេះមិនគ្រាន់បើជាងបង4ប្រជិវនៅផ្ទះខ្ញុំឆ្ងាយណាស់ទៅហើយមែនទេបើអូសទាញគេចូលមកសាខាភ្នំហៃហ្វុងសានបានច្បាស់ជាល្បីខ្លាំងមិនខានស្ដាប់ចុះជីវិតលោកតាចង់ហិនហោចដោយសារគេលួចទៅហើយតែក្នុងភ្នែកឯងបែរជាឃើញថាចោលហោះនឹងមានស្នាដៃខ្ពស់ទៅវិញស្ដេចតូចឲ្យនោះជាចលនាចោលហើយម៉េចលួចពីមនុស្សចាស់ល្ងងហើយមានលុយច្រើនដូចលោកឯងគេហៅថាជួយអ្នកក៏គេហៅថាចោលគុណធម៌បានហើយកុំខឹងអីព្រះរាជាអង្គនេះនឹងចេញមុខដោយផ្ទាល់ដើម្បីទៅអូសទាញគេមកធ្វើជាមេក្រុមមិនដឹងជាល្អបាត់ទៅហើយទេចុះបើគេពួនរហូតមិនព្រមចេញមកវិញធ្វើម៉េចត្រូវហើយឯងដាច់ខាតកុំឲ្យលោកពូហួងចាប់បានឲ្យសោះណាកុំបារម្ភអធិរាជអង្គនេះនឹងផ្ដល់យ័តការពារខ្លួនទ្វេដងឲ្យឯងឥឡូវនេះយ័តការពារខ្លួនព្រះរាជាសូមប្រកាសពរជ័យឲ្យឯងលាក់ខ្លួនឲ្យចិត្តឈឹងកុំឲ្យមានចន្លោះប្រហោងធ្វើការងារកុំឲ្យធ្លាយដានបើឯងរស់នៅសុខសាន្តមួយជីវិតឲ្យគ្រួសារហួងរកឯងមិនឃើញពេញមួយជីវិតចុះតោះមានពរជ័យពីព្រះរាជាហើយលោកឯងអស់ចិត្តទៅលោកដាច់ខាតរកគេមិនឃើញឡើយនេះឯងច្បាស់ជាកំពុងជួយបង្កាត់ភ្លើងហើយតាសូមទទួលពាក្យពរជ័យពីស្ដេចធំហើយអ្នកនៅទីនេះធានាថាសុវត្ថិភាពបំផុតពួកកងអង្គរៈខោអាវប៉ាក់ជីនអ៊ីវៃច្បាស់ជាស្មានមិនដល់ឡើយមិនក៏ស្រាប់តែមានអារម្មណ៍ថាក្តៅខ្លាំងម្ល៉េះចប់ហើយលើកនេះឃ្លារឿងអស់រលីងនិយាយមកមើលតើមានជាមថត់ផ្ទះណារមាស់ស្បែកទៀតហើយស្ដេចធំឆ្លាតវៃណាស់ចិនតុងបានរកឃើញដីហុងស៊ុយដ៏ល្អមួយកន្លែងឈ្មោះថាគូស៊ឺជៀនសាឡៅជាខ្ញុំជាតិមើលមកខ្ញុំទាំងអស់គ្នារបស់ទាំងនោះគឺខ្ញុំជាអ្នកលួចពិតមែនខ្ញុំគឺជាជនបង្កប់ខ្ញុំជាជនក្បត់ផ្ទៃក្នុងខ្ញុំបានលក់ផែនទីការពារទីក្រុងហើយថែមទាំងលួចបំពង់ភ្លើងរបស់ព្រះរាជាមកធ្វើជាពលធ្វើជាមនុស្សវងទៀតផងសម័យនេះជនបង្កប់ខំប្រឹងដល់ថ្នាក់នឹងផងហាថែមទាំងត្រូវសម្ដែងសមត្ថភាពនៅចំពោះមុខមនុស្សឲ្យខ្លាចពេកហើយធ្វើជាគៀបក៏វិញមានសុវត្ថិភាពជាងស្ដេចតូចស័ក្តិសិទ្ធិមែននេះមិនមែនជាការប្រសិទ្ធប្រណាច្បាស់ជាអាវុធទំនាយតែនិយាយអីចេញនឹងហើយណានៅទីនោះមនុស្សលោកម្ចាស់លីវមានប្រសាសន៍ទេហើយអាហាចាប់ខ្លួនឲ្យយើងខ្ញុំជាជនក្បត់ផ្ទៃក្នុងខ្ញុំមានមោទនភាពណាស់មើលទៅថ្ងៃមុខបើយើងចង់ចាត់ការនរណាម្នាក់គ្រាន់តែឲ្យស្ដេចតូចប្រសិទ្ធប្រឲ្យគេពីរបីមកទៅគឺបានហើយមែនទេរាជបល្ល័ង្ករបស់យើងមានស្ថិរភាពហើយមើលងាយគ្នាពេកហើយអាខាន់ភីងកញ្ចាស់នោះពិតជាមើលងាយគ្នាពេកហើយលោកឪពុកអត់ធ្មត់បន្តិចទៅប៉ាត់ខឹងហឹងបើខ្ញុំអាចវាយកញ្ចាស់នោះមួយប្រៅបានគឺល្អណាស់តែគាត់ជាគ្រូរបស់ព្រះរាជាមិនងាយប៉ះពាល់គាត់ទេណានេះហើយជាទុកសោករបស់មេតបការពារទីក្រុងកាន់ដាវនៅក្នុងដៃតែមិនអាចប៉ះពាល់អ្នកកាន់បិចបានលោកឪពុកបើប្រើធរក្តៅមិនកើតយើងប្រើធរទុនវិញតែមិនមែនជាអ្នកដែលយកចិត្តទុកដាក់បំផុតលើភាពស្អាតនឹងយកធរទេហើយយើងមិនមែនទៅតែមានដុំថ្មរឹងមួយដុំដែលចម្លាក់យ៉ាងណាក៏មិនស្អាតនោះទេហើយប្រសិនបើបញ្ជូនស្ដេចធំទៅរៀននៅគូស៊ឺជៀនអស់ចាណាស់ប្រញាប់ទៅអញ្ជើញស្ដេចធំមកនិយាយពួកយើងបានរកឃើញដែនដីថ្មីមួយកន្លែងរងចាំស្ដេចធំទៅបង្ក្រាបនិយាយមកមើលតើមានជាមថតផ្ទះណារមាស់ស្បែកទៀតហើយ
ស្ដេចធំឆ្លាតវៃណាស់ជន់បង្កប់រាយការណ៍មកវិញថាខាងការទីក្រុងបានរកឃើញដីហុងស៊ុយដ៏ល្អមួយកន្លែងឈ្មោះថាគូស៊ឺជៀននោះមិនមែនជាកន្លែងសម្រាប់រៀនសូត្រទេហើយមិនទៅទេឲ្យតែឃើញសៀវភៅគឺជាក្បាលពិបាកទ្រាំជាងត្រូវគេវាយទៅទៀតមើលពីខាងក្រៅវាជាកន្លែងសម្រាប់រៀនសូត្រតែតាមពិតទៅវាគឺជាថង់លុយដ៏ធំបំផុតនៅក្នុងរាជធានីណាទានម្ចាស់ព្រះអង្គគិតមើលទៅអ្នកដែលអាចរៀននៅគូស៊ឺជៀនបានតើជាមធាត់ទាំងនោះម្នាក់មិនមានលុយហូរហៀទេហើយតែឥឡូវនេះសួយសារអាកររបស់ជាមធាត់ទាំងនេះត្រូវបានអាខុនសៀវនោះលេបយកម្នាក់ឯងអស់ហើយស្អីគេវាបោះបល់ហើយមែនទេនៅមានអ្នកហ៊ានស៊ីដាច់ម្នាក់ឯងទៀតផងទឹកដីបន្តិចបន្តួចនៅក្នុងរាជធានីនេះសុទ្ធតែជាដែនដីរបស់យោធារបស់យើងតើមានអ្នកណាហ៊ានមិនបង់ថ្លៃការពារឲ្យក្នុងខ្យល់ខ្មៅកេងចាស់ខនហ៊ានលួចលេបលុយសាធារណៈនេះជាការលេងសើចនឹងព្រះកាលហើយស្ដេចធំកញ្ចាស់នោះជាធម្មតាប្រហែលខ្លាំងណាស់មានតែព្រះអង្គទេទើបអាចរកខុសត្រូវជូនបានជនពៀលបែបនេះយោធារបស់យើងជោគច្រើនហើយគ្រាន់តែជាតាកញ្ចាស់ម្នាក់សោះកុំបារម្ភយើងមានវិធី100យ៉ាងធ្វើឲ្យគេយំស្រែកហៅម៉ែពួកក្មេងរៀបចំសេះឲ្យយើងអូមិនមែនទេរៀបចំរទេសយើងនឹងទៅប្រមូលពន្ធសួយសារសូមជួយចុច follow សី SI មានរឿងខ្លីនិងសី